ដើម្បីចាប់ផ្ដើមគឺព័ត៌មានដែលខ្ញុំនឹងជម្រាបជូនបងប្អូននៅរាត្រីនេះមានដូចតទៅទី1គឺក្របសៀវភៅកម្ពុជាឈ្នះថៃសម័យតេជោធិបតីកំពុងតែល្បីក៏ប៉ុន្តែចាញ់ក្តីក្នុងតុលាការ Facebook ឯអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅបារាំងថាប្រទេសបារាំងត្រៀមខ្លួនជាស្រេចនៅក្នុងការផ្ដល់ឯកសារនិងផែនទីដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ សហការីជិតស្និទ្ធលោកកឹមសុខាថាមេដឹកនាំបកប្រឆាំងរូបនេះយកសេរីភាពផ្ទាល់ខ្លួនដូរសេរីភាពប្រជាពលរដ្ឋសំណូមពរប្រជាពលរដ្ឋឲ្យអ្នកមានអំណាចនិងអង្គការបកកែយកដីរាស្ត្រសាកទៅយកដីខ្មែរដែលថៃកំពុងកាន់កាប់ម្ដងទៅមើលក្រុមឃោសនិកបាតផ្សារថាការព្រួតគ្នាជេរមួងណារ៉េតពិតជាបានផលលោកត្រាំតបសារមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសរឿងសុំអន្តរាគមន៍ឲ្យរកសន្តិភាពជូនកម្ពុជាក្រសួងការងារព្រមានផាកពិន័យក្រុមហ៊ុនដែលតម្រូវឲ្យអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការជនជាតិអាមេរិកលោក Alex Honnold តោងឡើងអគារកម្ពស់101ជាន់នៅឯតៃវ៉ាន់បានសម្រេចដោយដៃទទេនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទនៅក្នុងព័ត៌មានយប់នេះក៏ខ្ញុំមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាដែរតកតងនឹងប្រភេទមេរោគដកាយសាហាវមួយមុខថ្មីទៀតដែលបងប្អូនត្រូវបង្ការការពារដើម្បីរួចផុតពីការឆ្លងជំងឺនេះតើវិធានការបង្ការយ៉ាងណានោះខ្ញុំនឹងជម្រាបជូននៅក្នុងពេលផ្សាយនេះដែរបាទជាកិច្ចចាប់ផ្ដើមទៅមុនបងប្អូនដំបូងឡើយគឺក្របសិភៅកម្ពុជាឈ្នះថៃសម័យតេជោធិបតីកំពុងតែល្បីតែចាញ់ក្តីនៅក្នុងតុលាការ Facebook តាមពិតខ្ញុំមែនតើមិនចង់ជាយកព័ត៌មាននេះយកមកផ្សាយប្រហែលដែរទេព្រោះអីវាមិនមែនជាព័ត៌មានទេរឿងឃើញបងប្អូនយើងចែកផ្សាយតាមបណ្ដាញសង្គមយ៉ាងសុសសាយមានក្របសិភៅមួយក្បាលមិនមែនជាសិភៅទេវាជាក្របសិភៅទេក៏ប៉ុន្តែក្របសិភៅនោះមានចំណងជើងចេះថាកម្ពុជាឈ្នះថៃសម័យតេជោធិបតីរឿងដែលខ្ញុំត្រូវយកព័ត៌មាននេះយកមកផ្សាយនេះគឺដើម្បីទីមួយស្រាយចម្ងល់បងប្អូនប្រជាពលរដ្ឋផងថាតើមានសិភៅអញ្ចឹងមែនតើកម្ពុជាឈ្នះថៃកន្លែងណាហើយសម័យតេជោធិបតីហ្នឹងគឺពិតជាជោគជ័យដ៏សម្បើមយ៉ាងណាស់ហើយអ្នកណាជាអ្នកដែលផ្ដួចផ្ដើមសរសេរសិភៅបែបនេះដែលធ្វើឲ្យប្រជាពលរដ្ឋនឹងនាំគ្នាទៅលន់គ្រប់គ្នាហ្នឹងតើវាមានន័យយ៉ាងដូចម្ដេចតាមពិតដើម្បីឲ្យបងប្អូនដឹងថាតើហេតុអីបានជាសុកមានលេចរឿងសភៅឈ្នះថៃឈ្នះអីក្រោមសម័យតេជោធិបតីអីវាជាការពិតបើសិនជារឿងនេះវាកើតឡើងនៅក្នុងពេលដែលយើងវាយទប់ថៃបានហើយរុលចូលទៅក្នុងដីថៃយ៉ាងហោចណាស់ក៏ការពារដែនអធិបតេយ្យរបស់យើងកុំឲ្យយកប្រាសាទយើងទាំង3បានណាក៏ខ្ញុំគិតថាវាជាជោគជ័យធំមួយណាស់សម្រាប់ជាតិសាសន៍មួយនេះសម័យដឹកនាំសម័យតេជោអីអញ្ចឹងណាប៉ុន្តែឥឡូវនេះនៅពេលដែលប្រជាពលរដ្ឋកំពុងតែរងទុក្ខខ្លោចផ្សាខកចិត្តឈឺចាប់នឹងការឈ្លានពានរបស់ថៃយ៉ាងបំពានដោយសារតែយើងមិនអាចទប់គេនៅក្នុងការឈ្លានពានយើងបានគ្រាប់កំភ្លើងសពាវុធធនធ្ងន់ប្រណិតកងទ័ពរបស់ថៃនឹងលុកលុយវាយសន្ធាប់មកដែនអធិបតេយ្យរបស់កម្ពុជាមិនមែនត្រឹមតែឈ្លានពានទេគឺយកទ្រព្យសម្បត្តិរបស់កម្ពុជាយកទៅកែច្នៃយកទៅប្រើប្រាស់យកទៅធ្វើស្ទើរតែប្រែប្រួលខុសពីធាតុដើមមើលឡើងយល់បាត់ទៅហើយឥឡូវនេះនោះមានគេយករូបបដិមាព្រះពុទ្ធយកមកដាក់នៅលើរូបព្រះវិស្ណុនឹងកំទេចព្រះវិស្ណុចោលដាក់រូបបដិមាព្រះពុទ្ធនៅតំបន់ច្រកអានសេះផងនៅប្រាសាទតាកបីនឹងបំផ្លាញខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធប្រាសាទតាកបីសង់ផ្លូវឡើងទៅវិញឥឡូវនៅកន្លែងផ្សេងទៀតដូចភ្នំទ្របអីហ្នឹងក៏យករូបបដិមាយកទៅសង់ហើយធ្វើរូបសំណាកធ្វើផ្លូវធ្វើអីតែធ្វើទៅមើលទៅកក្រឹកកក្រែងដែលយើងជាម្ចាស់ទ្រព្យនេះគឺថាក្តុកក្ដួលអួលណែនអរាដោយសារតែការបរាជ័យមិនមែនដោយសារតែការជោគជ័យទេហើយភាពបរាជ័យហើយអត់ទាន់អាចនឹងយកដីមួយចំអាមណាពីថៃវិញបានមានតែគេសម្អោចក្នុងខោអត់ឈប់ដល់តែពេលយើងឃើញសិភៅបែបនេះវាធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចិត្តមែនតើនៅតាមបណ្ដាញសង្គមក៏ប៉ុន្តែហេតុអីបានជាដើមហេតុមានសិភៅចំណងជើងកម្ពុជាឈ្នះថៃសម័យតេជោធិបតីនេះខ្ញុំជឿថារឿងនេះបើសិនជាសិភៅនេះពិតជាសិភៅដែលចេញមានចំណងជើងបែបនេះមែនក្នុងពេលនេះមែនណាខ្ញុំជឿថាអ្នកដែលនិពន្ធសិភៅនេះក៏ក្បត់ឧត្តមគតិមនសិការសេចក្តីថ្លៃថ្នូរវិជ្ជាជីវៈហើយក៏ពិតជាហ៊ានហែលបញ្ច្រាស់ទឹកទាំងទៅទឹងទឹះហើយ
ក៏ប៉ុន្តែរឿងនេះវាមិនមែនជាការពិតទេបងប្អូនហេតុអីបានជាខ្ញុំនិយាយថាមិនមែនតន់ជាការពិតព្រោះអីអត់តន់មានឃើញសិភៅក្បាលនេះបោះពុំនៅឡើយទេវាគ្រាន់តែជាការចែកផ្សាយបន្តគ្នាពីអ្វីដែលអ្នកនិពន្ធសិភៅរូបនេះគ្រោងនឹងសរសេរហើយការដែលគ្រោងសរសេរហ្នឹងមិនមែនសរសេរឥឡូវទេព្រោះគាត់និយាយតាំងពីអំឡុងខែកក្កដាមកម្លេះបងប្អូនដឹងហើយនៅពេលអំឡុងដើមខែកក្កដាអត់ទាន់ថៃឈ្លានពានកម្ពុជាវាយលុកចូលសន្ធាប់ដណ្ដើមបានដីកម្ពុជាកន្លែងណាម្ដុំនៅឡើយទេនៅក្នុងចំនួនព្រំដែនហ្នឹងគឺមានតែរឿងបញ្ហាដែលបាញ់សម្លាប់លោកស៊ុនរ៉ោនកាលពីថ្ងៃទី28ខែឧសភាគឺចុងខែឧសភាឯណោះដែលលោកស៊ុនរ៉ោនត្រូវទាហានថៃបាញ់ស្លាប់នៅឯលេនដ្ឋានប្រយុទ្ធរបស់គាត់ដែលឈរជើងការពារយ៉ាងអង្អាចក្លាហាននៅតំបន់មុំបីអានឹងយើងចាំវីរភាពដ៏អង្អាចក្លាហានរបស់លោកស៊ុនរ៉ោនហើយនឹងឈឺចាប់តាំងពីនឹងមកថាហេតុអីបានជាថៃអាចមកបាញ់ទាហានខ្មែរក្នុងដីខ្មែរហើយយើងមិនអាចធ្វើអីគេបានចុងក្រោយគឺមានការសម្របសម្រួលជាមួយភាគីថៃកាលអ្នកស្រីបថងឋាននៅកាន់ជានាយករដ្ឋមន្ត្រីហើយកាលតកូលហ៊ុននៅត្រូវគ្នាជាមួយនឹងតកូលថាក់ស៊ីនហ្នឹងក៏បានសម្របសម្រួលឲ្យមានការកែសម្រួលទ័ពដែលក្នុងន័យនេះគឺដកទ័ពថយរៀងខ្លួនពីតំបន់មុំបីលុបលេនដ្ឋានលុបអីអញ្ចឹងទៅប៉ុន្តែអាការដែលដកទ័ពថយនឹងវាคล้ายទៅជាចំនួនឆ្លោះគ្នាពីរឿងពាក្យដកថយនិងពាក្យថាកែសម្រួលទ័ពនឹងរហូតតតែចង់បញ្ចប់លោកហ៊ុនសែនក៏បញ្ចេញខ្សែអត្តសម្លេងបែកធ្លាយនិយាយជាមួយនឹងអ្នកស្រីបថងឋានរឿងផ្ទុះដូចលេខផ្ទុះតាំងពីពេលនឹងមកតែម្ដងហើយនៅពេលហ្នឹងហើយដែលចាប់ផ្ដើមថៃគម្រាមកំហែងសពបែបយ៉ាងនៅក្នុងការនឹងជួចូលវាយទន្ទ្រានយកទីតាំងនេះយកទីតាំងនោះលាក់នឹងលាក់ទៅអត់ទាន់វាយគ្នាទេគឺគម្រាមនេះគម្រាមនោះនឹងធ្វើប្រាសាទតាមន់ធំនេះនឹងកែទៅអញ្ចេះបិទលបងចេះអីអញ្ចេះទៅមានសារវោហាស័ព្ទរវាងមេដឹកនាំជាពិសេសលោកវុនស៊ិនបាត់ខ្លាំងអីហ្នឹងក៏និយាយអំពីភាពអង្អាចក្លាហានរបស់ទ័ពអាកាសដ៏មហិមារបស់ថៃអីលាក់នឹងលាក់ដើម្បីដូចថាសម្ញែងឬក៏ឌឺដងដាក់មកខាងកម្ពុជាខ្លួនឯងក៏ជាជាតិអធិបតេយ្យមានភាពអង្អាចក្លាហានតាំងពីដើមមកដែរឈ្នះសមរភូមិច្រើនលោកហ៊ុនសែនក៏ធ្លាប់មានស្នាដៃរំលាយអង្គការចាត់តាំងរបស់ខ្មែរក្រហមបានសម្រេចផងដូច្នេះវាធ្វើឲ្យអ្នកដែលនៅក្នុងជួរគណៈបកប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំរដ្ឋាភិបាលជៀសមានផុតពីការចង់សរសេរសិភៅចង់បង្ហាញប្រាប់អំពីភាពអស្ចារ្យរបស់ថ្នាក់ដឹកនាំកម្ពុជាមែនហើយគឺចង់បង្ហាញអំពីថាថៃកុំមកចង់ក្អកលោកហ៊ុនសែនធ្លាប់ដឹកនាំសង្គ្រាមរាប់ផ្លេចហើយមានរឿងអីដែលឲ្យអ្នកឯងគម្រាមបានសែនចិត្តចឹងទៅហើយមានយុទ្ធសាស្ត្រធ្វើសង្គ្រាមឈ្នះនឹងរាប់សិតទៅទៀតចឹងបានថានៅក្នុងន័យនេះហើយបានជាមានក្រុមអ្នកដែលចង់សរសេរសភៅតាមពិតអ្នកសរសេរសភៅច្រើនណាស់អំពីលោកហ៊ុនសែននេះហើយសភៅភាគច្រើនអ្នកដែលសរសេរសភៅអំពីលោកហ៊ុនសែនគឺសរសេរអំពីការកោតសរសើរវីរភាពអស្ចារ្យភាពអ្វីទាំងអស់ប៉ុន្តែអ្នកទាំងអស់នោះអត់ដែលបានសរសេរអំពីជ្រុងមួយអំពីការរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យនិងបំផ្លាញខ្មែរគ្នាឯងទេគឺយើងសរសេរតែមួយជ្រុងលើកសរសើរហើយខ្ញុំមិនទៅបន្ទោសអ្នកនិពន្ធយើងទេព្រោះអ្នកនិពន្ធភាគច្រើននៅកម្ពុជាយើងសរសេរសិភៅដូបាយនៅពេលដែលយើងសរសេរដូបាយយើងអត់ប្រើមនសិការឧត្តមគតិនិងភាពវិជ្ជាជីវៈរបស់ខ្លួនដើម្បីថ្លឹងថ្លែងឲ្យស្មើភាពរវាងថាតើអ្វីដែលជាសអ្វីដែលជាខ្មៅអ្វីនៅកណ្ដាលអ្វីនៅអីព្រោះអីបើសរសេររិះគន់លោកហ៊ុនសែនក៏តែមិនបានចេញសិភៅនឹងដែរវាជាធម្មជាតិអានេះក៏ជាវិបត្តិនៅក្នុងការដឹកនាំប្រទេសមួយដែលធ្វើឲ្យដូចថាអ្នកទាំងអស់គឺសប្បាយពេញចិត្តនឹងការលើកជើងសរសើរមេលើកជើងបញ្ជោបញ្ចោចបញ្ចើអជ័យធ្លាក់ទឹកហើយអើធ្វើយ៉ាងម៉េចឲ្យស្ដាប់ទៅពីរោះរបាយការណ៍ពីរោះនេះហើយដែលធ្វើឲ្យជាតិនេះលិចលង់រហូតមកព្រោះអីរបាយការណ៍ទៅដល់ថ្នាក់លើហ្នឹងភាគច្រើនគឺជារបាយការណ៍បែបផ្កាភ្ញីលំអអាពេលដែលលាមកផេះផង់នៅរូបអៅបច្ច័យមើលមិនឃើញទេដល់អញ្ចឹងថ្នាក់លើច្បោលមកឃើញរបាយការណ៍ល្អទៅមិនដែលដោះស្រាយបញ្ហារាសត្រូវរឿងទេព្រោះអីត្រូវបានមន្ត្រីថ្នាក់ក្រោមដោយខ្លាចបាត់បង់តួនាទីក៏ចេះតែសរសើរថ្នាក់ដឹកនាំនឹងការអភិវឌ្ឍដ៏ល្អដែលទៅកន្លែងណាក៏ល្អដែរប្រជាពលរដ្ឋសុទ្ធតែសាទរសប្បាយក្អាកក្អាយថ្លៃអំណរគុណថ្នាក់ដឹកនាំគ្រប់កន្លែងជោគជ័យគ្រប់កន្លែងប៉ុន្តែបរាជ័យគ្រប់កន្លែងគឺយើងអត់រាយការណ៍ដល់ពេលទីបំផុតគឺយើងអាចនឹងដោះស្រាយបញ្ហាចំគោលដៅទេដោយសារតែការកុហកភូតភរដើម្បីលៀបសការៈដើម្បីបនស័កប៉ុន្តែកុំបន្ទោសមន្ត្រីអាមីអាថោងនឹងយើងបន្ទោសរបៀបដឹកនាំរដ្ឋដែលស៊ីជោដែរព្រោះយើងអត់ទទួលពាក្យពិតរែងស្លែង
គឺយើងចង់បានអាគេបញ្ជូស្លាប់បង្អាប់រស់ហ្នឹងយើងអត់ចង់រស់ហើយយើងចង់ឲ្យគេបញ្ជូឲ្យស្លាប់ហើយយើងស៊ីជូអញ្ចឹងដែរថ្នាក់ដឹកនាំណាតែអញ្ចឹងមនុស្សយើងកើតផ្នត់គំនិតមួយគឺយើងត្រូវតែសរសើរហើយតាមពិតមិនមែនបន្ទោសថ្នាក់ដឹកនាំក៏មិនបន្ទោសមិនបានទៅទៀតរឿងដែលបន្ទោសថ្នាក់ដឹកនាំស្រុកខ្មែរអត់បានរឿងមួយដែរគឺជាវប្បធម៌នៅក្នុងការដែលទលាន់នឹងបញ្ហាព្រោះយើងអត់អាចដោះស្រាយបញ្ហាបានគឺយើងទលាន់នឹងបញ្ហានាំគ្នាកាយកប់បញ្ហានិយាយពីរឿងល្អវិញដើម្បីកុំឲ្យវាពិបាកចិត្តពេកព្រោះដោះស្រាយអត់បានស្អំចិត្តប្រជាពលរដ្ឋអញ្ចឹងកើតទៅជាទម្លាប់ធំជាងច្បាប់បើត្រាប់កុំត្រាប់ខ្លៅត្រាប់ប្រាជ្ញលោកបដៅស្ដីកូនចៅស្ដីឲ្យស្មោះអានេះហើយដែលធ្វើឲ្យអាទម្លាប់នោះវាធំជាងច្បាប់មួយទៅវាទៅជានាំគ្នាគិតថាបើសរសើរមេបានឡើងឋានៈបើសរសើរមេបានល្អដែរយ៉ាងហោចណាស់ឲ្យមេសบายចិត្តដែរព្រោះរឿងវាច្រើនពេកបើយើងនិយាយបញ្ហាហ្នឹងគឺដោះស្រាយអត់បានហើយវាអត់មានយន្តការដោះស្រាយបញ្ហាហ្នឹងបានទេវាច្រើនអញ្ចឹងហើយបានជាលោកបណ្ឌិតកែមលីពេលដែលលោកនៅមានជីវិតនៅឡើយលោកបាននិយាយថាកុំសរសើរលោកថានិយាយត្រូវពីរឿងបញ្ហាសង្គមមកពីបញ្ហាសង្គមវាច្រើនអាណែកមិនដោះស្រាយបាននិយាយកន្លែងណាក៏ត្រូវដែរដល់អញ្ចឹងទៅបានបងប្អូនចេះតែថាលោកកែមលីប៉ាកែមែននិយាយស្អីក៏ត្រូវនៅរឿងខ្មែរតាមពិតដោយសារលោកហ៊ាននិយាយមន្ត្រីនៅស្រុកខ្មែរបើហ៊ាននិយាយគឺអ្នកណាក៏ប៉ាកែដែរប៉ុន្តែនិយាយទៅគេចាប់ដាក់គុកនិយាយទៅគេសម្លាប់និយាយទៅគេធ្វើទុកបុកម្នេញដូច្នេះអត់ហ៊ាននិយាយអញ្ចឹងអ្នកដែលនិយាយផ្សេងទៀតដែលហ៊ានគឺអ្នកដែលលើកជើងសរសើរបញ្ចាច់បញ្ចើដល់ពេលអញ្ចឹងទៅអត់មានឃើញបញ្ហាទេអញ្ចឹងអ្នកដែលនិយាយឃើញបញ្ហាប្រជាពលរដ្ឋចាប់ផ្ដើមរំភើបភ្លាមថាអូយក៏ប៉ាកែម៉េះមើលគាត់ហើយអត់ប៉ាកែទេអ្នកដែលនិយាយបញ្ហាហ្នឹងដូចតែគេដូចតែឯងអញ្ចឹងទៅសួរតាស៊ីក្លូម៉ូតូឌុបអ្នករត់ផាសអាប់ជាងកាត់សក់អ្នកបោសសម្រាមតាមថ្នល់និងសួរអ្នកលក់លីហាលដែលជីវភាពគាត់ខ្វះខាតបេះកផ្លោកបេះស្លឹកអំពិលអីហ្នឹងទៅសួរពួកគាត់មើលបានដឹងថាតើការពិតវានៅកន្លែងណាអាហ្នឹងបណ្ឌិតថាតែពេលយើងអត់ដឹងអាការពិតទាំងអស់ហ្នឹងយើងមានតែអ្នកស៊ីជូអ្នកបញ្ចើអ្នកអីអស់ចាអញ្ចឹងទៅវាធ្វើឲ្យអាបញ្ហាហ្នឹងមើលអត់ឃើញអញ្ចឹងអ្នកណាដែលហ៊ាននិយាយគឺយើងសរសើរគេយើងដូចកំរបងប្អូនឥឡូវអ្វីដែលជាគំនិតរបស់យើងទាំងអស់គ្នាហ្នឹងវាคล้ายទៅជាត្បូងបបៃលិនណាគំនិតរបស់យើងដែលនិយាយរឿងត្រូវហ្នឹងវាជាត្បូងបបៃលិនណាអញ្ចឹងខ្ញុំបើកវងកញ្ចក់បន្តិចមានសិស្សម្នាក់នៅក្នុងថ្នាក់រៀនហ្នឹងក៏អត់សូវដែលហ៊ាននិយាយអីសួរអីគាត់ខ្មាស់អៀនផងខ្លាចគ្រូផងតែយូរគាត់សួរសំណួរម្ដងពេលដែលសួរសំណួរម្ដងឬក៏បញ្ចេញមតិម្ដងអ្នកគ្រូតែងតែនិយាយថាក្មួយឯងកូនឯងអូយគំនិតនេះគឺថាដូចពេជ្រចរណៃអញ្ចឹងគឺវាដូចថាវាដល់ពេលកូនសិស្សក៏សួរដូចពេជ្រចរណៃអ្នកគ្រូចង់សម្ដៅថាវាមានតម្លៃខ្លាំងកាត់ថ្លៃមិនបានមែនអ្នកគ្រូថាមិនមែនទេដូចពេជ្រចរណៃនៅបបៃលិនហ្នឹងគឺបានន័យថាវាអស់ហើយគេកាយខ្ទេចខ្ទីអស់ហើយវាអត់មានអាគំនិតបែបហ្នឹងឡើងមានទៀតវាកំរឃើញមានដូច្នេះវាមិនមែនមានតម្លៃទេគឺវាខ្សត់ឥឡូវដូចគ្នាអញ្ចឹងសម័យនេះគឺគំនិតដែលហ៊ាននិយាយការពិតជាជាងនិយាយការពារនិយាយដោះស្រាយជាជាងនិយាយដោះសារគឺវាកំរដូចត្បូងបបៃលិនអញ្ចឹងវាមិនមែនមានតម្លៃថ្លៃថ្លាដូចពេជ្រមិនពុនរាយនឹងទេគឺវាអត់តែម្ដងអស់រលែងបានព្រោះកាយខ្ទេចខ្ទីអស់ហើយបំផ្លាញជីករាយត្បូងហ្នឹងគឺកាយយករហូតតតែលែងមានត្បូងកម្រហ្នឹងទៅទៀតណាដល់អញ្ចឹងទៅវាមិនមែនតម្លៃទេគឺវាអត់ដល់ពេលអ្នកណាដែលហ៊ាននិយាយគឺប្រជាពលរដ្ឋចាប់ផ្ដើមធូរចិត្តខ្សាក់ស្ដាប់ទៅឮអូមានអ្នកនិយាយចាប់ផ្ដើមប្រឹងទៅស្ដាប់គាត់ដល់ទៅពេលស្ដាប់គាត់វាត្រូវបានក្រុមខាងឃោសនិករបស់រដ្ឋាភិបាលឬក៏ក្រុមរបស់គណៈបកប្រជាជនការអំណាចដែលធ្លាប់តែពេញចិត្តនឹងអាជ័យធ្លាក់ទឹកហើយអោតែស្កជជោសរសើរបច្ចេកបចោលើកជើងត្រហ្នឹងគាត់ចាប់ផ្ដើមមកខំខ្ញាំជេរគ្នានេះទៅវិញអ្នកដែលហ៊ាននិយាយការពិតហ្នឹងដើម្បីបន្សាបអតិពលកុំឲ្យហ៊ាននិយាយការពិតព្រោះគេធ្លាប់និយាយតែអាចបញ្ជូនឹងមកអាយុមកពិតអីតែឯងហើយចាប់ផ្ដើមបដូរផ្នត់គំនិតរបស់ខ្លួននឹងឲ្យចេះតែធ្វើផ្ដេសផ្ដាស់ទៅហៅគេនឹងនិយាយសុទ្ធតែក្បត់ជាតិសុទ្ធតែអីហ្នឹងចឹងឥឡូវវិលចូលមកដល់មួងណារ៉េតតាមពិតព័ត៌មានហ្នឹងខ្ញុំចង់និយាយពីរឿងក្របសភៅហ្នឹងទៅមុនណាប៉ុន្តែដោយសារតែខ្ញុំលងចូលនៅក្នុងចំណុចនេះទៅហើយខ្ញុំក៏និយាយតាក់ទងនឹងព័ត៌មានចុងក្រោយទៅហើយដែលគេនិយាយអំពីឃោសនិកបាតផ្សារថាការព្រួតគ្នាជេរមួងណារ៉េតពិតជាបានផលណាខ្ញុំមិនដឹងថាហេតុអីបានជាបុគ្គលមួងណារ៉េតនេះคล้ายទៅជាល្បីខុសរឿងខ្ញុំចង់និយាយចេះខ្ញុំអត់ចង់ល្បីអត់ចង់លបាញអីទេខ្ញុំសុំតែល្មមបានហើយព្រោះខ្ញុំអត់ទៅប្រកួតប្រជែងយកលៀបសការៈលោកបុណ្យស័ក្តិឬក៏ទៅដើម្បីបាន K បាន like បាន share ឬក៏បានស្អីទេអ្វីដែលបងប្អូនគាំទ្រខ្ញុំ
ស្ដាប់ខ្ញុំស្អីហ្នឹងគឺដោយសារបងប្អូនជឿជាក់ថាអ្វីដែលខ្ញុំនិយាយហ្នឹងប្រហែលជាអាចទទួលយកបានស្ដាប់ទៅចូលទៅជាតែក៏នៅតែមានក្រុមតែមកខំខ្ញៅជេរបន្តិចផ្ដាសាខ្ញុំរាល់ថ្ងៃខ្ញុំស្ទើរតែមិនលុះថ្ងៃទេព្រោះអីខ្ញុំអត់ដែលបានស្ដាប់អ្វីដែលគេជេរខ្ញុំដោយទៅមើល Facebook ឬអីរបស់គេទេសំខាន់ fans របស់ខ្ញុំប្រាប់យ៉ាងណាក៏គាត់មិនស្ដាប់ខ្ញុំដែរឥឡូវខ្ញុំដូចជារកការដែលទប់លែងបានខ្ញុំប្រាប់ថាកុំយកអ្វីដែលជាការគេជេរបចោលខ្ញុំហ្នឹងមកចូលក្នុង Facebook ខ្ញុំអីខ្ញុំអត់ចង់ស្ដាប់ខ្ញុំអត់ចង់ឮទេហើយខ្ញុំនឹង block ចោលអ្នកទាំងនោះអស់ហើយព្រោះអីដូចខ្ញុំបានជម្រាបអញ្ចឹងថាកុំរវល់រើសដុំថ្មចោលឆ្កែក៏ប៉ុន្តែបងប្អូនក៏ថាំងអាណិតស្រឡាញ់មួងណារ៉េតឈឺចាប់ពេលដែលឮគេជេរគេអីអញ្ចឹងចេះតែជួយយកមកឲ្យស្ដាប់ហ្នឹងចង់បង្ហាញថាគាត់ឈឺចាប់បានហើយបងប្អូនខ្ញុំនិយាយឲ្យស្មោះត្រង់គឺអ្នកណាក៏ដោយឲ្យតែចេះជេរឬក៏បើកមាត់មកជេរគឺអស់តម្លៃជាមនុស្សសម្រាប់ខ្ញុំគឺអស់តម្លៃជាមនុស្សហ្មងមិនអាចនឹងយកមកនិយាយជជែកគ្នាអីបានទេហើយកុំបាច់ដល់ទៅស្ដាប់គឺយើងត្រូវបិទចោលបិទអីចឹងទៅហើយ delete ចោលហើយ report ទៀតបងប្អូនជួយលើកទឹកចិត្តគ្នា report ទៅ Facebook ផងកុំឲ្យមនុស្សបែបនេះបានចិត្តណាបងប្អូននៅពេលដែលគេធ្វើបានស្រាញ់ចិត្តហើយយើងចេះតែគ្រប់គ្រងគេបានចិត្តចឹងអំពើបាបផ្សារពាលាអាវ៉ាសែហ្នឹងវាកាន់តែកើនឡើងហើយមនុស្សហ្នឹងជូរខ្ញុំអត់ចង់ឲ្យជូរចឹងទេជេរមួងណារ៉េតគេថាបានផលគេប្រើភាសាថាហើយយកអាវីដេអូកាត់តរបស់ខ្ញុំអត់មានដែរនិយាយអីថាខ្ញុំធ្វើត្រូវទាំងអស់ទេខ្ញុំនិយាយថាការដែលជេរការតែអីហ្នឹងគឺឈឺចាប់ខ្ញុំឈឺចាប់ហ៎បងប្អូនខ្ញុំនិយាយមែនតើម្ដងទៀតឈឺចាប់នេះមិនមែនបានន័យថាប្រាប់បងប្អូនថាជេរខ្ញុំទៀតមកត្រូវហើយមួងណារ៉េតឈឺហើយលឺហើយបងប្អូនដូចយើងមៀផ្ចាញ់ព្រះអញ្ចឹងណាព្រះព្រះអង្គដឹងតើថាមៀផ្ចាញ់ព្រះក៏ប៉ុន្តែវាអត់អស់អាមៀផ្ចាញ់ហ្នឹងទេតែព្រះអង្គប្រពុតលោកធ្វើយ៉ាងម៉េចគឺពៀរងាប់ដោយការមិនចង់ពៀអ្វីដែលឈ្នះនៅការផ្ចាញ់ផ្ចាលរបស់មៀគឺការមិនផ្ចាញ់ផ្ចាលទៅមៀវិញការមិនរករឿងមៀព្រោះដោយសារគិតថាមៀកំពុងតែលងនៅក្នុងគេហៅថាអកតេប្រមាណយ៉ាងរបស់មៀនោះហើយប្រព្រឹត្តអំពើអបាយមុខឬក៏ប្រព្រឹត្តអំពើខុសឆ្គងគឺជាកម្មរបស់មៀដូច្នេះយើងមិនត្រូវណាចពាក់កម្មរបស់មៀនេះទេព្រោះមនុស្សកំពុងតែធ្លាក់ជ្រោះនរកអវជ័យមើលមិនឃើញពន្លឺនៃសេចក្តីត្រឹមត្រូវសេចក្តីពិតសេចក្តីត្រង់សេចក្តីសិលធម៌សុជីវធម៌អីអញ្ចឹងទៅដូច្នេះយើងទៅចងពៀជាមួយអ្នកទាំងនោះយើងវាមានបាបទៅទៀតដូច្នេះយើងអហោសកម្មនៅក្នុងន័យថាយើងត្រូវរកវិធីមួយគឺកុំរើសដុំថ្មចោលឆ្កែហើយយើងត្រូវអប់រំណែនាំព្រៀនប្រដៅអ្នកទាំងនោះទៅវិញនៃនេះខ្ញុំចង់និយាយប្រាប់បងប្អូនទាំងអស់ជាពិសេសយុវជនក្មេងៗដែលជ្រុះបល័យពីមិនតាន់ជ្រុះបល័យពីក្បាលអាយុអ្នកខ្លះអត់តាន់ស្មើដល់កូនខ្ញុំផងបងប្អូនកូនខ្ញុំពពុះកូនខ្ញុំកូនបងអាយុ24ឆ្នាំទៅនឹងខ្ញុំឃើញយុវជនក្មេងៗអាយុ21 22ឆ្នាំឡើងមកជេរមរាយកាយឪពុកខ្ញុំនិយាយទៅគឺពេលដែលខ្ញុំមើលឃើញព័ត៌មាននេះខ្ញុំទី1ខ្ញុំអាណិតគណៈបកប្រជាជនកម្ពុជាខ្ញុំអាណិតរដ្ឋាភិបាលកម្ពុជាដែលមកដល់ម៉ោងនេះគឺអស់លោកកំពុងចិញ្ចឹមកំពុងតែលើកទឹកចិត្តមនុស្សទាំងអស់នេះដើម្បីឲ្យចូលព្រោះបើសិនជាអស់លោកមិនលើកទឹកចិត្តទេអស់លោកច្បាស់ជាហៅទៅអប់រំឬក៏យ៉ាងហោចណាស់ក៏ទាត់ចោលឬក៏មានសេចក្តីថ្លែងសារណាមួយបដៅណែនាំដាស់តឿនអញ្ចឹងណាប៉ុន្តែអត់ទេគឺបដៅទៅតាមធម្មតាដោយគិតថាចំណេញព្រោះគិតថាអញ្ចេះទាំងអស់ទាំងអ្នកជេរទាំងអីហ្នឹងគេគិតថាជេរមួងណារ៉េតហ្នឹងមួងណារ៉េតឈឺចាប់បានផលហើយមួងណារ៉េតច្បាស់ជាឈប់និយាយឈប់ផ្សាយឈប់អីហ្នឹងទៅព្រោះអីឈឺចាប់និយាយឲ្យស្មោះត្រង់ហើយបងប្អូនខ្ញុំឈឺចាប់មិនមែនឈឺចាប់ដោយសារគេជេរទេខ្ញុំឈឺចាប់ដោយសារអំពើអសិលធម៌ដោយសារសិលធម៌ខ្មែរវាថោកទាបពេកដែលខ្មែរយើងមានសិលធម៌ល្អផូរផង់តែក្រុមអស់លោកបាតផ្សារប្រមាណអ្នកហ្នឹងមកហែកបំផ្លាញវាឲ្យវាលលីកសល់បែបនេះខ្ញុំឈឺចាប់អញ្ចេះទេប៉ុន្តែបើឲ្យឈឺចាប់ថាអូលឺហើយដឹងហើយតែគេជេរគាត់ស្ដាប់រាល់ថ្ងៃគឺសគាតិចឈប់ធ្វើជេរមួងណារ៉េតឲ្យកាន់តែច្រើនចាំមើលបន្តិចទៀតមួយថ្ងៃធ្វើ show 3 ដងហើយធានាសាកមើលជាមួយមួងណារ៉េតហើយធ្វើ show ហ្នឹងអត់មានតែរករឿងអស់លោកដែលជេរគឺរករឿងតែព័ត៌មានពិតអំពីបញ្ហាអសកម្មរបស់រដ្ឋាភិបាលហើយត្រូវកែដើម្បីធ្វើឲ្យជាតិសាសន៍នេះត្រូវរើផ្សះផ្សាគ្នាហើយយើងដើម្បីពួតកម្លាំងគ្នាទៅដើមដីពីថៃមកវិញឲ្យបានតាមផ្លូវច្បាប់តុលាការអន្តរជាតិយុត្តិធម៌អន្តរជាតិគឺតែប៉ុណ្្នឹងអត់មានទៅរវល់អីជាមួយអស់លោកហើយបើអស់លោកជេរដាក់ខែដាក់អីហ្នឹងជេរទៀតទៅ
អត់មានត្រូវក្បាលមួងណារ៉េតទេហើយខ្ញុំយកមកនិយាយនេះដោយសារតែខ្ញុំហាម fans ខ្ញុំលែងបានបើឲ្យខ្ញុំទៅស្ដាប់ទៅអីអូយខ្ញុំគ្មានពេលទេសុំទោសខ្ញុំគ្មានពេលទៅរើសដុំថ្មចោលឆ្កែអញ្ចឹងទេប៉ុន្តែ fans ខ្ញុំដែលអាណិតខ្ញុំពេកស្រឡាញ់ខ្ញុំពេកឲ្យតែឃើញចេះតែផ្ញើមកតាមពិត fans ទាំងអស់នោះអត់ទាន់បានស្ដាប់សាររបស់ខ្ញុំទេដែលខ្ញុំបានប្រាប់ច្រើនលើកច្រើនសារហើយថាបើនៅបន្តផ្ញើសារអ្នកណាជេរខ្ញុំតាម Facebook ឲ្យខ្ញុំឃើញនៅក្នុងMessenger របស់ខ្ញុំទៀតខ្ញុំព្រមានជាលើកចុងក្រោយខ្ញុំនឹង block អស់លោកទាំងអស់ជា fan ដែលស្រឡាញ់ខ្ញុំក៏ដោយខ្ញុំយល់ថាអស់លោកស្រឡាញ់ខ្ញុំប៉ុន្តែបើចង់ជួយខ្ញុំស្រឡាញ់ខ្ញុំចង់ឲ្យខ្ញុំដឹងអញ្ចឹងកុំធ្វើអញ្ចឹងអីហើយកុំ share កុំអីហើយ delete ចោលឬក៏ report អ្នកនឹងចោលទៅអានោះជួយខ្ញុំវិញទីមួយគឺជួយអ្នកនោះឯងឲ្យកសាងអំពើល្អវិញហើយលុបបំបាត់ចោលអំពើថោកទាបនិងអសិលធម៌អគុណធម៌ហើយក៏ជួយសង្គ្រោះគណៈបកប្រជាជនកម្ពុជារដ្ឋាភិបាលខ្មែរហើយក៏ជួយស្រោចស្រង់សិលធម៌សុជីវធម៌ខ្មែរឡើងវិញដែរខ្ញុំចង់បានអញ្ចឹងបងប្អូនជួយអញ្ចឹងម្ដងទៀតសូមផ្ដាំផ្ញើសារទៅអស់លោកបាត់ផ្សារទាំងអស់ទាំងក្មេងមិនទាន់ជ្រុះបល័យពីក្បាលមិនមែនជារបៀបដែលយើងដោះស្រាយបញ្ហាទេមនុស្សបញ្ញវន្តឈឺចាប់មិនមែនដោយសារការជេរខ្ញុំសូមប្រាប់អំពីចំណុចខ្សោយរបស់មួងណារ៉េតមួយចោះពួកពេលខ្លះអស់លោកអត់ដឹងរឿងស្មានតែការជេរបចោហ្នឹងឈឺចាប់មួងណារ៉េតម្ដងទៀតឈឺខ្ញុំឈឺចាប់មែនតើគឺឈឺចាប់នឹងសិលធម៌ខ្មែរធ្លាក់ចុះឈឺចាប់នឹងយុវជនខ្មែរបាត់ណាបាត់ផ្សារពៀលាហើយថាយុវជនមួយយ៉ាងយុវចាស់ហ្នឹងក៏ពៀលាបាត់ផ្សារដែរឥឡូវយុវចាស់ហ្នឹងដូចរឿងអន់បន្តិចទៅចេញគ្រាប់ពូជគេមកដោះព្រាតដូចផ្សិតអញ្ចឹងណាអាហ្នឹងហើយគឺជាការសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាហើយសុបាយទៅទទួលទៅអពរជ័យនៃភាពអវជ័យរបស់អស់លោកហ្នឹងធ្វើឲ្យប្រទេសនេះធ្លាក់នរកហើយលោកនាំគ្នាសុបាយទៅយុវជនដែលឈាមរាវមួយចំនួនដែលគួរតែយកឱកាសហ្នឹងដើម្បីជួយកសាងជាតិមកនាំគ្នាជេរម្រាយកាយឪពុកពេញ Facebook ហើយគិតថាបានផលអត់បានទេខ្ញុំឈឺចាប់អំពីសិលធម៌ខ្មែរធ្លាក់ចុះទេហើយខ្ញុំអាណិតអស់លោកទៅវិញទេអាណិតនៅក្នុងន័យថាអូលោកឲ្យលោកចោះបានរៀនសូត្រចេះដឹងអីហើយអីមេកាយហ្នឹងគេសុបាយអញ្ចឹងមេកាយគេហ្នឹងគេចង់បានកូនចៅគេអញ្ចឹងរដ្ឋាភិបាលហ្នឹងចង់បានមនុស្សធនហ្នឹងដើម្បីយកមកបន្តវេនឬក៏បន្តពូជសម្រាប់ដឹកនាំប្រទេសទៅថ្ងៃក្រោយទៀតគេកំពុងតែមហោរឿងអំពីភាពអសកម្មរបស់រដ្ឋាភិបាលគេកំពុងតែរកអំពីទង្វើល្អដោយការផ្សះផ្សាជាតិភាពថ្លៃថ្នូរសំទោសលើកមកមាត់ជាតិនេះហើយអស់លោកអត់មានបានជួយអីមកនាំគ្នាជួយទាញទម្លាក់ធ្វើឲ្យរដ្ឋាភិបាលនេះកាន់តែអាម៉ាស់កាន់តែខ្លាំងទៅវិញធ្វើវាបានប្រយោជន៍អីឲ្យប្រកាសខ្ញុំអត់យល់អស់លោកកំពុងតែចង់បានអីឲ្យប្រកាសទេអត់បានផលទាំងជេរខ្ញុំអត់ឈឺអត់បានផលទាំងក្រុមអស់លោកត្រូវបានប្រជាពលរដ្ឋហ្នឹងគេមើងងាយទៅមើល comment ខ្លួនឯងផងហើយកុំលុប comment គេចោលអីហីទុកឲ្យគេមើលទៅគេជេរគេបន្តិចគេអប់រំគេណែនាំយើងបណ្ណាស្ដាប់គេផងដូច្នេះម្ដងទៀតគឺបងប្អូន Facebook ជា fan របស់ខ្ញុំបើចង់បើស្រឡាញ់មួងណារ៉េតកុំផ្ញើសារអញ្ចឹងមកអីបានហើយ delete ចោល report បើផ្ញើឲ្យខ្ញុំទៀតគឺខ្ញុំនឹង block ចោលទាំងអស់ព្រោះអីខ្ញុំអត់ត្រូវការសម្រាមអស់នេះទេព្រោះជីវិតរបស់ខ្ញុំខួរក្បាលរបស់ខ្ញុំយើងមានសតិសម្បញ្ញៈយើងអាចទៅដោះស្រាយបញ្ហាផ្ដេសផ្ដាស់អញ្ចឹងកើតទៀតទេបើចង់ចរចាចង់ចរចាសុំទោសអត់មានចរចាជាមួយមួងណារ៉េតទេពាក្យថាចរចានេះអត់មានបើចង់រិះគន់ក្នុងន័យស្ថាបនាបង្ហាញការពិតបើសិនជាខ្ញុំផ្សាយព័ត៌មានអីមិនពិតឧទាហរណ៍បង្ហាញព័ត៌មានពិតហើយយកព័ត៌មានដែលខ្ញុំផ្សាយហ្នឹងយកទៅបង្ហាញវិញទៅណែលោកមួងណារ៉េតឬក៏មួងណារ៉េតឬក៏អីចឹងផ្សាយថ្ងៃនេះម៉ោងប៉ុណ្ណេះអត្ថបទមួយនេះនិយាយអំពីអញ្ចេះតែការពិតគឺវាអញ្ចេះទេលោកប្រហែលជាឆ្លោះធ្លោអញ្ចេះអីអញ្ចេះហ្នឹងបញ្យល់ទៅហើយបញ្យល់ប្រាប់បងប្អូនហើយប្រាប់ពីអ្វីដែលខ្ញុំផ្សាយហើយប្រាប់អ្វីដែលអស់លោករកឃើញទៅអាហ្នឹងបានខ្ញុំចាញ់កន្លែងហ្នឹងអញ្ចឹងបានខ្ញុំថាបញ្ញវន្តខ្ញុំនិយាយអំពីចំណុចខ្សោយរបស់ខ្ញុំចំណុចខ្សោយរបស់មួងណារ៉េតគឺសុជីវធម៌សិលធម៌សេចក្តីពិតភាពត្រឹមត្រូវនៅពេលដែលអស់លោកឃើញចំណុចខ្សោយរបស់ខ្ញុំដែលខ្ញុំនិយាយខុសឧទាហរណ៍ខ្ញុំផ្សាយរឿងអីមួយថាពីរឿងកប៉ាល់ឬក៏នាវាអាមេរិកចុះចតនៅកំពង់ផែរៀមរយៈពេល5ថ្ងៃដើម្បីមករឹតចំណងកម្ពុជាខ្មែរអាមេរិកអីចឹងទៅហើយស្រាប់តែអស់លោកថាអត់ទេនាវានឹងអត់មានចុះចតនៅកំពង់ផែរៀមទេគឺជារឿងព័ត៌មានមិនពិតទេតាមពិតនាវានឹងគឺជារូប AI រូបអីបញ្យល់មកអាហ្នឹងខ្ញុំចាញ់ហើយខ្ញុំចាញ់ដោយសារអីគឺមានការផ្ទៀងផ្ទាត់ការពិតហើយអ្នកសារព័ត៌មានដូចខ្ញុំនេះណាដោយប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈវាមិនមែនឥតខ្ចោះទេហើយកុំយកពាក្យដែលខ្ញុំថាឥតខ្ចោះហ្នឹងមកវាយប្រហារថាមួងណារ៉េតហ្នឹងខុសគ្រប់តែរឿងដែរចេះតែផ្សាយមិនមែនទេខ្ញុំសារភាពថាវាមានខុស
ឆ្កងកន្លែងខ្លះខុសតួលេខអីចឹងទៅផ្សាយវាមិនទាន់ម្នាក់ឯងអីខ្ញុំនៅតែយកមកកែតម្រូវអីវិញអញ្ចឹងឲ្យបងប្អូនជាផ្នែកចំោះជួយមើលខ្ញុំកែប៉ុន្តែមិនមែនបានន័យថាអូដល់ពេលតែខ្ញុំនិយាយថាជាខ្ញុំឈឺមិនមែនឈឺខាត់ដោយសារតែអស់លោកសតិសម្បញ្ញៈអស់លោកហ្នឹងវាខ្មែរខ្ញុំស្រក់ទឹកភ្នែកព្រោះអីប្រហែលកូនខ្ញុំដែរកូនខ្ញុំដែលបរៀនអប់រំមក3 4នាក់មកដើម្បីឲ្យចេះដឹងមកហ្នឹងដើម្បីអីជាកតិជួយជាតិជួយមិត្តភូមិយើងឲ្យថ្លៃថ្នូរលើកកម្ពស់សិលធម៌សុជីវធម៌សេចក្តីថ្លៃថ្នូររបស់ខ្មែរមិនមែនបន្ទាបបន្ថោកដោយយកយុវជនសារក្រោយឲ្យគ្នាអស់សង្ឃឹមប្រជាប្រដ្ឋខ្មែរអស់សង្ឃឹមអញ្ចឹងទេអាហ្នឹងឯងដែលខ្ញុំឈឺចាប់នឹងភាពបាត់ផ្សាររបស់អស់លោកទេមិនមែនឈឺចាប់នឹងប៉ះពាល់ព្រោះហេតុអីបានប៉ះពាល់អស់លោកមិនដែលនិយាយអីរិះគន់ខ្ញុំត្រូវប៉ុណ្ណឹងអស់លោកនិយាយស្អីគេឥឡូវមើលមករករឿងខ្ញុំគឺដោយសារតែខ្ញុំនិយាយការពិតដែលតាក់ទងនឹងអ្វីដែលមេអស់លោកធ្វើអត់បានមករករឿងបន្សាបនៅអ្វីដែលជាអ្នករត់សម្បត្តិអស់លោកកំពុងតែធ្វើបាបអ្នករត់សម្បត្តិណាបងប្អូនអត់មើលម្ដងទៀតបងប្អូនអ្នករត់សម្បត្តិណាគ្នាគ្រាន់តែយកសម្បត្តិហ្នឹងយកទៅឲ្យនៅផ្ទះហ្នឹងខ្លឹមសារនៃសម្បត្តិគឺជាគូឆ្លើយឆ្លងគ្នាជេរគ្នាស្រឡាញ់គ្នាថើបគ្នាដោយអានសម្បត្តិហ្នឹងហើយអាហ្នឹងរឿងឯងតែពីរនាក់ហ្នឹងខ្ញុំជាអ្នករត់សម្បត្តិហេតុអីមកវាយដំខ្ញុំគ្រាន់តែយកសម្បត្តិឲ្យបើយកសម្បត្តិត្រូវឆ្នោតមកអោបថើបខ្ញុំដល់ពេលយកសម្បត្តិមកនិយាយគេរឹបអូសផ្ទះដោយសារតែអត់បានបង់លុយគេទាន់ពេលវេលាឬឡាមកទាត់ធាក់ខ្ញុំជាអ្នករត់សម្បត្តិខ្ញុំមានរឿងអីដែលត្រូវឲ្យអស់លោកមករករឿងខ្ញុំព្រោះខ្ញុំមិនមានផ្នែកអីនៅក្នុងសម្បត្តិហ្នឹងឯណាអស់លោកសបាយក៏ខ្ញុំមិនដឹងថាសម្បត្តិហ្នឹងមានន័យអីខ្ញុំគ្រាន់តែថាអូប្រហែលសម្បត្តិហ្នឹងគេសរសេរពីល្អអីហើយដឹងបានជាគេសបាយមកអោបថើបខ្ញុំបានតែប៉ុណ្្នឹងញញឹមអញ្ចឹងដល់តែពេលថ្ងៃក្រោយចូលទៅមកធាក់ខ្ញុំគ្រិចចកេះខ្ញុំអត់ដឹងខ្ញុំដឹងថាសម្បត្តិហ្នឹងប្រហែលជាគាត់ឆ្លោះគ្នារឿងអីទៅអីចោះបើឆ្លោះគ្នារឿងគាត់ហេតុអីមកធាក់អ្នករត់សម្បត្តិទៅវិញអស់លោកកំពុងតែធាក់អ្នករត់សម្បត្តិហើយនេះព្រោះខ្ញុំអត់មានរឿងអីនៅក្នុងចំណែកនេះសោះទី1ខ្ញុំមិនមែនជាសមាជិករបស់គណៈបកប្រឆាំងដែលអស់លោកតវ៉ាដាក់ថាជាក្រុមមន្ត្រីក៏អត់ដែរខ្ញុំមិនមែនជាសមាជិករបស់គណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលឬក៏កំពុងតែដើមតំណែងនាយករដ្ឋមន្ត្រីឬក៏ឯកឧត្តមក្រសួងក៏អត់ទេដែរដូចជាបុគ្គលសាធារណៈគាត់តែផ្សាយព័ត៌មានដើម្បីជាធម្មទានសុទ្ធសាធហើយមិនចំណែនអីនឹងខ្ញុំបើចំណែននឹងខ្ញុំធ្វើឲ្យល្អជាងខ្ញុំកុំចំណែននឹងខ្ញុំហើយចាប់ផ្ដើមបន្សាបព័ត៌មានជេរបតិចខ្ញុំអត់ជោគជ័យទេអញ្ចឹងមកខ្ញុំថាបញ្ញវន្តគឺយើងចាញ់នៅពេលដែលយើងមានសុជីវធម៌មានសិលធម៌ហើយរកការពិតចាញ់ចាលមកតាមផ្លូវសិលធម៌យើងអាចបង្ក្រាបបញ្ញវន្តបានហើយខ្ញុំចាត់ទុកខ្លួនឯងជាបញ្ញវន្តសំទោសលើកខ្លួនខ្ពស់ពេកក៏ប៉ុន្តែខ្ញុំគិតថាខ្ញុំបានរៀនសូត្រសមល្មមដែលអាចថារៀនចប់បរិញ្ញាចប់អីទៅដើម្បីបានកម្រិតក្នុងថារៀនសូត្រល្មមជាកូនខ្មែរហៅខ្លួនឯងថាបញ្ញវន្តនេះគ្មានណាហៅក៏ហីចោះគឺដោយសារអីរក្សាក្រមសីលធម៌វិជ្ជាជីវៈសេចក្តីថ្លៃថ្នូរធ្វើអ្វីដើម្បីប្រយោជន៍សង្គមមិនមែនធ្វើអ្វីដើម្បីប្រយោជន៍សួនតួទេហើយភ័យណាស់អំពើបាបភ័យណាស់អំពើធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃប៉ុន្តែប៉ះពាល់មន្ត្រីសាធារណៈខ្ញុំអត់មានភ័យសោះព្រោះមន្ត្រីសាធារណៈគឺជាមន្ត្រីបម្រើរាជបើអស់លោកធុញត្រលាន់ទ្រាន់នឹងជ្រិញនឹងការដឹកនាំចុះចេញទៅទុកឲ្យអ្នកដែលផ្សេងទៀតដែលមុខមិនសូវក្រាស់ហ្នឹងគឺគេមកកាន់ការងារចឹងទៅហើយបើយើងជាមន្ត្រីសាធារណៈកុំខ្លាចចឹងបើយើងធ្វើជ្រូកកុំរៀតទឹកក្តៅហើយកុំបញ្ជូនអាមីអាថោងអីមកប្រសាចបែបនេះគឺវាធ្វើឲ្យអន់អស់លោកទៅវិញទេខ្ញុំផ្ដាំម្ដងទៀតបើចង់ឈ្នះមួងណារ៉េតណាកុំជេរអត់ឈឺតែបើឈ្នះគឺទៀងផ្ទាត់ការពិតចឹងទៅហើយកុំកាត់វីដេអូខ្លីមួយកណាត់កន្លែងមួយម៉ាត់ហើយយកមកនិយាយធ្វើដូចរឿងហ្នឹងនេះទៅមើលឲ្យអស់វីដេអូហ្នឹងមកចាប់តើខ្ញុំនិយាយថាម៉េចព្រោះយើងវាមើលតែមួយជ្រុងដើមឈើពីដើមធ្វើជាព្រៃហ្នឹងវាមិនអាចវិតម្លៃព្រៃបានទេអស់លោកយកមួយជ្រុងហើយខ្ញុំមិនលើកទឹកចិត្តឲ្យការកាត់តវីដេអូខ្លីៗឲ្យមកបញ្ចេញមតិខុសរឿងខុសបែបបទអីអត់ទេអាហ្នឹងមិនមែនជាសិលធម៌វិជ្ជាជីវៈនៅក្នុងការរិះគន់ឬក៏ធ្វើព័ត៌មានអីទេខ្ញុំពិតជាជំទាស់ដាច់អហង្ការហើយអ្នកណាក៏ដោយអ្នកគ្រប់គ្រងគណៈបកណាក៏ដោយអានឹងគឺជារឿងអសិលធម៌អគុណធម៌ហើយកុំយកការលេងសើចសប្បាយជាការនៅក្នុងកំណត់ទុកប្រជាពលរដ្ឋពេញនគរឬក៏ថ្នាក់ដឹកនាំអីហ្នឹងគឺវាមិនត្រឹមត្រូវអីចឹងទេខ្ញុំសូមឲ្យកាត់បន្ថយអាហ្នឹងវែងហើយបងប្អូនឥឡូវវិលមករឿងកម្ពុជាឈ្នះថៃសម័យតេជោនេះវិញតើសិភៅនេះអ្នកណាជាអ្នកសរសេរបើយើងនិយាយមែនតើផ្ដល់ភាពយុត្តិធម៌ឲ្យលោកទូចសុខៈបន្តិចហើយខ្ញុំនឹងពន្យល់ថាលោកទូចសុខៈនឹងជាអ្នកណា
លោកទូចសុខៈគឺជាយុវជនចំនួនថ្មីមួយរូបដែលជាបញ្ញវន្តដែរលោកបានរៀនសូត្រចេះដឹងច្រើនណាស់ខ្ញុំនិយាយទៅខ្ញុំរំភើបដែលក្នុងជួររដ្ឋាភិបាលមានបញ្ញវន្តច្រើនណាស់និយាយទៅចំនួនលោកហ៊ុនម៉ាណែតនេះណាមានបញ្ញវន្តក្មេងៗច្រើនគួរជាទីឲ្យសង្ឃឹមមែនតើហើយខ្ញុំជាអ្នកដែលរៀនសូត្រចេះដឹងខ្ញុំយល់ថាតើអ្នកណាដែលមានកម្រិតជាបញ្ញវន្តអ្នកណាគ្រាន់តែជាសេករបស់រដ្ឋាភិបាលដែលគេយកទៅគ្រាន់តែបំរើប្រយោជន៍មហិច្ឆតានយោបាយប្រជាពិធដ្ឋអីចឹងមនុស្សដែលឡើងទៅកាន់ក្រសួងមន្ត្រីអ្នកនាំពាក្យថ្មីនេះណាគឺសុទ្ធតែអ្នកដែលមានកម្រិតវប្បធម៌ចេះដឹងច្រើនមែនតើខ្ញុំគួរឲ្យសរសើរដូចលោកប៉ែនបូណាអីវិញគឺរៀនសូត្របានចេះដឹងច្រើនណាស់គាត់ជាអ្នកដែលធ្លាប់ធ្វើឲ្យសារព័ត៌មាន RFE ធ្លាប់ធ្វើបទវិចារណកថាគាត់ជា idol របស់ខ្ញុំដែរព្រោះខ្ញុំស្ដាប់សារព័ត៌មានគាត់ផ្សាយកាលពីគាត់អត់ទាន់បានគេចូលទៅរដ្ឋាភិបាលលោក François Tan ក៏ជាបញ្ញវន្តមួយដ៏ឆ្នើមដែលសរសេរអត្ថបទដែលគាត់ផ្សាយគឺខ្ញុំស្ដាប់ច្រើនណាស់ RFE កាលពីជំនាន់និយាយទៅគឺខ្ញុំស្ដាប់ច្រើនមែនតើការដែលខ្ញុំអាចនិយាយបានក្តាប់ព័ត៌មានបានដោយសារតែខ្ញុំស្ដាប់បញ្ញវន្តដែលគេនិយាយកាលពីមុនក៏អត់មានលំអៀងនិន្នាការនយោបាយអីចឹងទេដូច្នេះយើងស្ដាប់ទៅចូលទៅជាផ្លុកដោយសារតែវាថាស្រស់ញញឹមហើយ organic យើងប្រើពាក្យ organic ហ្នឹងគឺបានន័យថារបស់ដែលអត់ប្រើគីមីបងប្អូនលោកប៉ែនបូណាក៏តែអញ្ចឹងលោក François Tan François ក៏តែអញ្ចឹងលោកទូចសុខៈនេះថ្វីមាត់បកែនិយាយជាយុវជនជំនាន់ក្រោយគួរជាទីទុកចិត្តជាទីសង្ឃឹមអ្នកនាំពាក្យនៃក្រសួងព័ត៌មានដូចជារដ្ឋមន្ត្រីក្រសួងព័ត៌មានលោកណេតភក្ត្រាសុទ្ធតែជាបញ្ញវន្តខ្ញុំធ្លាប់ធ្វើការជាមួយលោកនៅសាលាក្តីខ្មែរក្រហមដែលធ្វើជាមន្ត្រីការកិច្ចការសាធារណៈចេះភាសាអង់គ្លេសភាសាបារាំងភាសាខ្មែរចង់និយាយថារំភើបខ្ញុំមានកិត្តិយសហើយដែលបានធ្វើការជាមួយពួកគាត់ហើយក៏សប្បាយចិត្តដែរនៅឃើញដែលរដ្ឋាភិបាលកែតម្រង់យកពួកគាត់ទៅធ្វើកិច្ចការងារដែលខ្ញុំគិតថានេះគឺជាក្តីសង្ឃឹមច្រើនសម្រាប់ជាតិយើងគួរតែមានយូរហើយមិនមានឥឡូវទេប៉ុន្តែមានការប្រែប្រួលដោយសារតែលោកហ៊ុនម៉ាណែតមកមានការថ្នាក់ច្រើនអញ្ចឹងទៅក៏លើកក្មេងៗឲ្យច្រើនទៅដើម្បីស្អំចិត្តប្រជាពលរដ្ឋកុំឲ្យថានៅតែចាស់ពីសម័យមុននឹង30-40ឆ្នាំហើយអត់ទៅណាអ្នកខ្លះដូចថាជួយជាតិនឹងវាច្រើនពេកឲ្យគួរសម្រាកទៅជួនកាលលោកអស់កម្លាំងងងុយងកចូលរដ្ឋសភាទៅក៏ទៅសម្រានលក់នៅក្នុងពេលប្រជុំអីយើងកុំទៅបន្ទោសចាស់ក្មេងអីតែនឿយពេលខ្លះមកភាំងទៅហ្នឹងមិនមែនបានន័យថាជាការធ្វើប្រហែសទេវាអស់កម្លាំងពេកប៉ុន្តែធ្វើមិនដល់ម៉ោងប្រជុំដល់អីប៉ុន្តែបើថាវ័យកាន់តែចាស់អាការដែលងុយងកហ្នឹងក៏វាកាន់តែច្រើនអញ្ចឹងក៏គាត់ជំនួសអីឲ្យក្មេងៗអីហ្នឹងក៏មើលទៅជាក្តីសង្ឃឹមច្រើនលោកហងជួននរិនអីតែជារដ្ឋមន្ត្រីក្រសួងអប់រំអីហ្នឹងជាបញ្ញវន្តដែលខ្ញុំធ្លាប់ទៅបកប្រែឲ្យលោកហ៊ុនសែនកាលទៅជួបគ្នានៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហូជីមិញឆ្នាំ2011គឺអស្ចារ្យណាស់ចំណេះជំនាញរបស់គាត់គឺថាប្រកែអញ្ចឹងជាក្តីសង្ឃឹមតាហើយខ្ញុំនិយាយនេះលោកទូចសុខៈនេះខ្ញុំវិលមកវិញគឺគាត់ជាអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃសប្តាហ៍នេះមានថ្មីមាត់ជាយុវជនសម័យក្រោយចេះដឹងរៀនសូត្របានច្រើនមែនតើហើយការដែលគាត់សរសេរចង់សរសេរសភៅលើកសរសើររដ្ឋាភិបាលនេះក៏អត់មានអីខុសឆ្គងអីដែរព្រោះបើយើងធ្វើការឲ្យរដ្ឋាភិបាលមិនសរសើររដ្ឋាភិបាលយើងសរសើរអ្នកណាបើយើងធ្វើឲ្យរដ្ឋាភិបាលយើងរិះគន់រដ្ឋាភិបាលតើគេទុកយើងឬទេបើយើងធ្វើការឲ្យរដ្ឋាភិបាលយើងរិះគន់រដ្ឋាភិបាលតើគេនឹងឲ្យតំណែងយើងខ្ពស់ដែរឬទេបងប្អូនសាកសួរអញ្ចឹងខ្លួនឯងទៅវិញមើលតើយ៉ាងម៉េចទៅវិញគឺវាអត់ទេក៏ប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយបំផុតបញ្ញវន្តដែលខ្ញុំរៀបរាប់បាញ់មិញនេះណាគឺដោយសារតែរបៀបដឹកនាំរដ្ឋធ្វើឲ្យគំនិតរបស់គាត់ដែលយើងគិតថា Zin organic សរីរាង្គគ្មានសារធាតុគីមីឥឡូវនេះប្រឡាក់ប្រលោះដោយសារគីមីនយោបាយដល់អញ្ចឹងទៅវាធ្វើឲ្យស្រអាប់អាប់អ៊ូអស់អាភិបជាបញ្ញវន្តរបស់គាត់មិនមែនបានន័យថាគាត់คล้ายទៅជាមនុស្សវល់ខួរក្បាលទេប៉ុន្តែអ្វីគឺវាត្រូវការដឹកនាំតាមរបៀបដឹកនាំរដ្ឋដូច្នេះបញ្ញវន្តនេះកាន់តែគ្រោះថ្នាក់ជាងបញ្ញវន្តដែលពីសម័យមុនដែលចាស់ដែលគ្រាន់តែសូត្រដូចសត្វសេកព្រោះសម័យមុនដោយលោកពូសុកអេសានលោកផៃស៊ីផានលោកឈឹមផលវរុនសិតតែបញ្ញវន្តដែរប៉ុន្តែគាត់សេកតែម្ដងគឺសូត្រយកតែម្ដងដោយសារអត់ខ្វល់ទេព្រោះជួនកាលតំណែងរបស់បកហ្នឹងគាត់មិនមែនចង់នៅទេប៉ុន្តែបកគេចេះតែឲ្យនៅបន្តនេះចេះតែនៅទៅដូចលោកខៀវកញ្ញរិទ្ធអីលឺសូចង់តែលៀនលែងពីអាតំណែងរដ្ឋមន្ត្រីក្រសួងព័ត៌មានហ្នឹងប្រមាណសារប៉ុន្តែ
នយោបាយរបស់គណៈបកកណ្ដាលអំណាចគេអត់ចង់ដោះដូរអញ្ចឹងគេចង់ផ្ញើសាររូបភាពថាគណៈបកគេគឺគេអញ្ចឹងគេទុកមនុស្សឲ្យយូរដើម្បីឲ្យមនុស្សហ្នឹងទុកចិត្តថាបើស្មោះស្ម័គ្រនឹងបកនេះគឺលោកខ្សៃហើយគេអត់ដែលភ្លេចអ្នកឯងទេគឺប្រើកើតមិនកើតអ្នកណាជេរអីកុំខ្វល់សម័យខ្លួនហ្នឹងអត់ចង់ធ្វើការតទៅទៀតបាត់ប្រយោជន៍ប្រជាពលរដ្ឋអត់ខ្វល់សំខាន់គឺបកហ្នឹងនៅរឹងមាំថែគ្នាសាមគ្គីផ្ទៃក្នុងដើម្បីកុំឲ្យពួកក្រុមប្រឆាំងថាមានការបែកបាក់ចឹងអត់ដោះដូរទេនៅអញ្ចឹងងុយងោកឬក៏លែងចង់ទៅមុខរួចហើយក៏នៅតែឲ្យធ្វើសុំឈប់ក៏តាមមិនឲ្យឈប់ដល់ពេលចុងក្រោយគាត់ធ្វើឲ្យតែគ្រប់កិច្ចទៅសេកអាហ្នឹងអត់អីទេចំពោះខ្ញុំថាវាជារឿងធម្មជាតិរបស់មនុស្សវ័យចាស់ប៉ុន្តែវ័យក្មេងនេះនៅពេលដែលបានចូលធ្វើការគ្រោះថ្នាក់បំផុតបងប្អូនចាំមើលខ្មែរយើងស្លាប់មនុស្ស1.7 លាននាក់មិនមែនដឹកនាំដោយសារតែមនុស្សអត់មានចំណេះដឹងទេខ្ញុំប្រាប់លោកខៀវសំផនណាលោកអៀងសេរីណាលោកប៉ុលពតណាស្លុតសអ្នកស្រីអៀងធីរិតណាក្រុមធ្វើការងារដោយប្រមាណនៅក្នុងជួរហេដ្ឋារចនាសម្ព័ន្ធខ្មែរក្រហមប៉ុលពតសុទ្ធតែបញ្ញវន្តដែលបានរៀនសូត្ររហូតទៅដល់សាលាបារាំងជាន់ខ្ពស់ចំណេះដឹងជ្រៅជ្រះណាស់ហើយយើងមើលតើស្រុកយើងស្លាប់មនុស្សអស់ប្រមាណ1.7 លាននាក់50ឆ្នាំក្រោយមកស្រុកខ្មែរអត់ទាន់បាត់រលុបពីពិភពលោកអំពីភាពនរោអវជ័យនៃមេដឹកនាំសម្លាប់ចិត្តសាស្ត្រឯងហើយដោយសារណាគឺដោយសារបញ្ញវន្តដោយសារអ្នកចេះដឹងដោយសារអីដោយសារតែពេលគាត់ចាប់ផ្ដើមកាន់ប្រទេសគ្រប់គ្រងអីគាត់ប្រើអាមនោគមវិជ្ជាបែបបញ្ញវន្តរបស់គាត់ប៉ុន្តែមិនមែនបញ្ញវន្តតាមផ្លូវត្រូវទេគឺបញ្ញវន្តតាមខ្សែញាក់របស់បកអានេះគ្រោះថ្នាក់ជាងណាទាំងអស់ហេតុអីបានជាអញ្ចឹងព្រោះវាធ្វើឲ្យក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋគឺវាបាត់បង់ត្រង់អីនៅពេលដែលបញ្ញវន្តយើងជឿឲ្យពាក្យថាបញ្ញវន្តគឺបានន័យថាអ្នកដែលមានបញ្ញាញាណមានការត្រេះរិះពិចារណាស្គាល់ខុសស្គាល់ត្រូវស្គាល់អាក្រក់ស្គាល់ល្អអាចថ្លឹងថ្លែងមិនប្រកាប់ទៅមកចំហៀងពេកទេបើកាន់ការឲ្យរដ្ឋាភិបាលក៏គាត់ត្រូវថ្លឹងថ្លែងរវាងថាតើអ្វីដែលជាចំណុចកណ្ដាលខ្លះដែរព្រោះមានប្រជាពលរដ្ឋស្អប់និងប្រជាពលរដ្ឋស្រឡាញ់ក៏ប៉ុន្តែបញ្ញវន្តសប្ថ្ងៃនេះនៅពេលដែលបានកាន់ការងាររដ្ឋាភិបាលហើយគឺផ្កាប់មុខទៅតែម្ដងយកបញ្ញាញាណបញ្ញវន្តយកទៅជាមួយហើយគ្រោះថ្នាក់បំផុតនៅពេលដែលមានស្ថានភាពបែបហ្នឹងដោយសារអីដូចខ្ញុំនិយាយពីសម័យខ្មែរក្រហមគ្រោះថ្នាក់គឺដោយសារតែយើងជាបញ្ញវន្តក៏ប៉ុន្តែយើងយកមនោគមវិជ្ជាជ្រុលនិយមដើម្បីការពារអំណាចបកអត់ការពារអំណាចប្រយោជន៍ប្រជាពលរដ្ឋរួមទេហើយចាប់ផ្ដើមសរសើរថ្នាក់ដឹកនាំឲ្យផុតកប់ពពកអានេះគ្រោះថ្នាក់ណាស់ព្រោះអីបញ្ជោពីធម្មតាអត់អីទេដល់ពេលបញ្ជោពីបញ្ញវន្តធ្វើឲ្យប្រជាពលរដ្ឋផ្សេងទៀតយល់ថាអញបញ្ញវន្តខ្មែរអញ្ចឹងណោះហេតុអីបានយើងមិនយល់សខ្មៅសោះហើយដល់ពេលអញ្ចឹងវាគ្រោះថ្នាក់ហ្នឹងគ្រោះថ្នាក់អញ្ចឹងកភ្លើងណាបើសិនជាយើងថាអនុញ្ញាតច្បាប់ឲ្យមនុស្សកាន់ណាបើកភ្លើងហ្នឹងកាន់ដោយមនុស្សដែលមានប្រវត្តិល្អមិនសម្លាប់មនុស្សមិនអីយកទៅកាន់យ៉ាងម៉េចក៏យើងទុកចិត្តដែរយើងថាគាត់មិនធ្វើអីប្រទេសប្រាប៉ុន្តែយកទៅមនុស្សដែលមានមនោគមវិជ្ជាហើយមានកភ្លើងនៅក្នុងដៃហើយនឹងអាចឆ្នៃកែប្រែដើម្បីកែច្បាប់កភ្លើងហ្នឹងឲ្យបាញ់មនុស្សស្លាប់អត់ខុសច្បាប់ទៀតណាគ្រោះថ្នាក់បំផុតចឹងបានថាអាវុធរបស់បញ្ញវន្តណាបើយើងប្រើត្រូវគឺត្រូវជួយជាតិនេះបានច្រើនប៉ុន្តែនៅពេលដែលយកខួរក្បាលបញ្ញវន្តហើយចាប់ផ្ដើមធ្វើតាមមាគាបកហើយសរសើរបញ្ចើអាជ័យធ្លាក់ទឹកហើយជាតិនេះគ្រោះថ្នាក់មែនតើក៏ប៉ុន្តែវិលមកវិញខ្ញុំអត់មានបន្ទោសលោកសុខៈអីតែបន្តិចលោកជាបញ្ញវន្តហើយខ្ញុំនិយាយអំពីស្នាដៃរបស់លោកទូចសុខៈតាក់ទងរឿងសភៅកម្ពុជាឈ្នះថៃសម័យតេជោធិបតីនេះបងប្អូនទាំងអស់គ្នាក៏មិនគួរណាផ្ដល់ភាពអយុត្តិធម៌សម្រាប់លោកទូចសុខៈពេកដែរខ្ញុំនិយាយនេះមិនដឹងថាតើលោកទូចសុខៈខ្លួនឯងដែលជាអ្នកសរសេរឬយ៉ាងម៉េចទេប៉ុន្តែនៅក្នុងគេហទំព័រទំព័រ Facebook របស់លោកសរសេរជារៀងដរាបមកគឺមានទំព័រ Facebook ឈ្មោះទូចសុខៈសរសេរតាំងពីថ្ងៃទីបើតាមខ្ញុំចាំនៅពេលដែលមានសភៅចំណងជើងនេះគឺខែកក្កដាគឺដើមខែកក្កដាឆ្នាំ2025ឯនោះទេដែលលោកនិយាយអំពីគ្រោងនឹងសរសេរសភៅមួយដែលមានចំណងជើងថាកម្ពុជាឈ្នះថៃសម័យតេជោធិបតីគឺសរសេរនៅពេលដែលថៃអត់ទាន់វាយយើងពីសារបងប្អូនអត់ទាន់ទេព្រោះគាត់ថានឹងសរសេរហ្នឹងគ្រូនឹងចេញសភៅដាក់ចំណងជើងបែបនេះគឺគាត់សរសេរគាត់និយាយ20ថ្ងៃមុននឹងថៃវាយលើកទី1ព្រោះអីថៃវាយយើងថ្ងៃ24ខែកក្កដាឆ្នាំ2025
គាត់លើកឡើងពីបញ្ហានេះនៅអំឡុងប្រហែលជាថ្ងៃទី7 កក្កដាឆ្នាំ2025ហើយគាត់ក៏និយាយអំពីសភៅហ្នឹងគឺគាត់នឹងនិយាយអំពីថាភាពជាអស្ចារ្យរបស់ថ្នាក់ដឹកនាំរបស់យើងឥឡូវខ្ញុំសូមអានសំណេរការគាត់សរសេរពេលហ្នឹងហើយសូមឲ្យបងប្អូនវិភាគទាំងអស់គ្នាហើយក៏ជប់ចែកផ្សាយទៀតទៅដើម្បីផ្ដល់ភាពយុត្តិធម៌ឲ្យលោកទូចសុខៈដែរព្រោះអីសភៅនេះមកដល់ម៉ោងនេះគឺអត់ទាន់មានចេញនៅឡើយទេអាចថាគាត់អាចនឹងកែចំណងជើងអីយ៉ាងម៉េចក៏យើងអត់ទាន់ដឹងប៉ុន្តែយើងនាំគ្នាចែកផ្សាយសភៅបែបនេះលើបណ្ដាញសង្គមយ៉ាងសុសសាយវាហាក់បីដូចជាយើងគ្រប់គ្រងថាលោកបានចេញសភៅហ្នឹងយើងបានអានយើងបានអីហើយយើងឃើញអីចឹងហើយតាមពិតប្រជាពលរដ្ឋខ្មែរយើងដែលជាតុលាការ Facebook នេះលោកតលន់ហើយខ្ញុំមិនបន្ទោសបងប្អូនទាំងអស់គ្នាមិនបន្ទោសលោកសុខៈហើយក៏មិនបន្ទោសបងប្អូននៅតាមបណ្ដាញសង្គម Facebook យើងដែរដោយសារតែលោកតលន់នឹងការត្រជើងនឹងវាខ្ពស់ពេកបញ្ញវន្តដូចលោកសុខៈអីវិញហាមាត់និយាយភាសាអញ្ចឹងកើតតាមពិតបើគាត់និយាយនៅក្នុងអាសម័យថៃមិនទាន់វាយយើងទ្រាំខ្លួនណាអាហ្នឹងវាដូចជាស័កសមសរសើរមេប៉ុន្តែសរសើរមេនៅក្នុងន័យហ្នឹងក៏នៅតែប្រជាពលរដ្ឋតលន់ដែរព្រោះអីភាពជោគជ័យរបស់កម្ពុជារបស់យើងនេះគឺមិនមែនជោគជ័យដោយសារងើបមួយវាយមួយទេយើងត្រូវតែមានផ្លូវកណ្ដាលណាមួយថាវាមានជោគជ័យឈ្នះអីច្រើនប៉ុន្តែនៅក្នុងពេលហ្នឹងក៏មានរឿងខ្លោចផ្សាច្រើនដែរដែលគួរតែដោះស្រាយអីអញ្ចឹងប៉ុន្តែបើលោកសរសេរពិតណាលោកមិនសរសេរអីឲ្យមានបញ្ហារំលោភសិទ្ធិមនុស្សអីទេសូម្បីលោកកែវរេមីជាបញ្ញវន្តជាអ្នកចេះដឹងម្នាក់កាន់គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាអត់ដែលមើលឃើញការរំលោភសិទ្ធិមនុស្សនៅកម្ពុជាសូម្បីតែមួយករណីគាត់ធ្វើការ40 ឆ្នាំអត់មានមួយករណីសោះមានតែរឿងជោគជ័យរហូតដល់អញ្ចឹងទៅយើងចិត្តតែឆ្ងល់ថាមិនដែលវាត្រូវតែមានករណីអីមួយដែលគណៈកម្មាធិការសិទ្ធិមនុស្សនេះកោលទោសកោលអីខ្លះហើយព្រោះគេកោលទោសយើងជុំទិសហើយយើងអត់មានរកឃើញអីមួយតែដល់ពេលថៃឈ្លានពានខ្មែរលោកកែវរេមីរកឃើញគ្រប់ចំណុចណាខ្ញុំសរសើរគាត់ដោយស្មោះអញ្ចឹងណាគាត់ការពារជាតិយើងនឹងសម្បំប៉ុន្តែការពារជាតិយើងប្រឆាំងថៃលោកការពារបានអាការពារជាតិខ្មែរប្រឆាំងខ្មែរគ្នាឯងលោកការពារអត់បានតែឲ្យយើងសង្ឃឹមអីអញ្ចឹងអីវិញលោកសុខៈសរសេរអញ្ចេះនៅថ្ងៃទី7 ខែកក្កដាខ្ញុំឲ្យសាវតានៃសភៅនេះបន្តិចចុះឲ្យសុំទោសឲ្យបងប្អូនផ្អែមបលាយបន្តិចហើយជាទម្លាប់គឺមកតបបង្អែមលៀងមាត់មួងណារ៉េតគឺមានតែបង្អែមទេកុំសុំទៀមរសាច់ខ្លែមអីខ្ញុំគ្មានទេនៅពេលថ្ងៃទី7 ខែកក្កដាFacebook ឈ្មោះទូចសុខៈហ្នឹងនិយាយចេះបងប្អូនម្ដងទៀតទូចសុខៈនេះគឺជាឈ្មោះរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃហើយគាត់សរសេរនៅថ្ងៃទី7 ខែកក្កដាតាមទំព័រ Facebook ឯកជនរបស់គាត់ទេសរសេរថានៅពេលដែលនិយាយពីរឿងអ្នកដឹកនាំថៃនិងក្រុមជ្រុលនិយមមួយចំនួនចិញ្ចឹមចិត្តលេបត្របាក់មរតកវប្បធម៌និងទឹកដីខ្មែរបងប្អូនសិស្សានុសិស្សស្ងាត់ឈឹងត្រង់ត្រាប់ស្ដាប់យ៉ាងផ្ចិតផ្ចង់នៅពេលនិយាយដល់តួអង្គសម្ដេចពុកតេជោហ៊ុនសែនសម្ដេចធិបតីនិងថ្នាក់ដឹកនាំផ្សេងទៀតបងប្អូនញញឹមដោយជឿជាក់ថាមានលោកកម្ពុជាមានលោកបាទមានលោកទាំងពីរកម្ពុជានឹងឈ្នះគ្រប់ដំណាក់កាលអាហ្នឹងមុនថៃវាយយើងណាថ្ងៃ7 ខែតាមពិតថៃបាញ់សម្រាប់លោកស៊ុនរោនថ្ងៃមួយខែជាងមុនហ្នឹងហើយបន្ទាប់មកទៀតក៏និយាយថាបងប្អូនក៏ដូចមហាជនទូទៅថែមទាំងមើលឃើញថាកម្ពុជាបានឈ្នះថៃករណីប្រាសាទព្រះវិហារចំនួនសម្ដេចឪឆ្នាំ1962ហើយមកដល់ចំនួនសម្ដេចតេជោរឿងប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថ្ងៃ7 កក្កដាឆ្នាំ2008កម្ពុជាឈ្នះថៃទៀតតាមពិតនេះគឺជារឿងពិតទេលោកនិយាយរឿងកម្ពុជាឈ្នះថៃហ្នឹងគឺរឿងពិតចឹងមែនឯងបកូណាឈ្នះថៃក៏ត្រូវរឿងពិតដែរជាក់ស្ដែងករណីយោធាថៃឈ្លានពានដោយបាញ់យោធិនខ្មែរម្នាក់ពលីគាត់សម្ដៅទៅលើលោកស៊ុនរោនហ្នឹងណាក៏បងប្អូននិងមហាជនមើលឃើញថាក្រោមការដឹកនាំរបស់សម្ដេចតេជោនិងសម្ដេចធិបតីដាក់ចេញយុទ្ធសាស្ត្របន្តបន្ទាប់កម្ពុជាឈ្នះថៃជាបន្តបន្ទាប់នៅពេលដែលយើងដកទ័ពមកដែលយើងថាកែសម្រួលទ័ពលុបត្រង់សេនៅក្នុងតំបន់មុំបីលោកសុខៈក៏នៅគិតថាយុទ្ធសាស្ត្រឈ្នះដែរយើងដកមកហ្នឹងប៉ុន្តែមិនអីទេបងប្អូនកាលហ្នឹងយើងចង់ឲ្យមានសុខសន្តិភាពមិនឆ្លោះគ្នាដកបន្តិចអីតិចក៏មិនអីដែរបន្ទាប់ទៀតក៏និយាយថាដូច្នេះហើយនេះជាដើមចំនៃការសរសេរសៀវភៅនេះដូច្នេះហើយបានជាខ្ញុំបានគំនិតជាធាតុចូលដាក់ចំណងជើងសៀវភៅថាកម្ពុជាឈ្នះថៃសម័យតេជោធិបតីតាំងតែពីហេតុការណ៍កើតឡើងមកពេលនេះខ្ញុំចងក្រងប្រមាណ70ទំព័រទៅហើយអញ្ចឹងបានន័យថាត្រឹមថ្ងៃទី7 ខែកក្កដាឆ្នាំ2025ហ្នឹងកាលថ្ងៃហ្នឹងគឺលោកថាធ្វើបាន70ទំព័រហើយចងក្រងបាន70ទំព័រហើយខ្ញុំចងក្រងប្រមាណ70ទំព័រហើយដោយពុំតាន់ទាំងបញ្ចូលរូបភាពទេសៀវភៅនេះប្រមូលផ្ដុំយុទ្ធសាស្ត្រជាង20
ដែលបានដាក់ចេញយកព្រៀបឈ្នះលើថៃជាបន្តបន្ទាប់មែនតែនទៅគឺខ្ញុំថាពុំទាន់បង្ហាញទេតែស្របនឹងខួប17ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារជាពិសេសឃើញក្រុមមួយរបស់ថៃធ្វើប្រជាមតិលើសម្ដេចតេជោដោយយកសំណាក់ឬក៏សម្ភាសប្រជាពលរដ្ឋថៃខ្ញុំជឿថាពេលដែលគាត់និយាយពីរឿងធ្វើនេះហ្នឹងគឺថៃគេធ្វើ survey ទៅឃើញប្រជាប្រិយរបស់លោកហ៊ុនសែនហ្នឹងធ្លាក់ចុះមែនហើយការពិតហ្នឹងថៃបើថៃធ្វើប្រជាប្រិយលោកហ៊ុនសែនធ្លាក់ចុះខ្ញុំអត់ឆ្ងល់ដែរព្រោះអីថៃគេកំពុងស្អប់យើងតាក់ទងនឹងរឿងអ្នកស្រីបថងឋានតែអីផងយើងអាខ្សែអាត់សម្លេងធ្វើឲ្យរំជើបរំជួលនយោបាយស្រុកថៃគឺគេប្រដុំគ្នាគេធ្វើស្ទង់មតិថៃគឺគេថាគេស្អប់លោកហ៊ុនសែនអញ្ចឹងទៅវាអត់មានរឿងអីប្លែកទេព្រោះថៃគេអត់ចូលចិត្តយើងទៅធ្វើ survey គេស្អប់យើងហើយតែកម្ពុជាអត់ដែលធ្វើ survey ពីរឿងថាតើបើថៃធ្វើអញ្ចឹងតើប្រជាពលរដ្ឋខ្មែរយល់យ៉ាងម៉េចដែរអំពីលោកហ៊ុនសែនអត់ហ៊ានបើសាកធ្វើឲ្យឯករាជ្យមើលយើងនឹងឃើញលទ្ធផលហេងសុយបានប្រហាក់ប្រហែលនឹងគេដែរតែយើងអត់ធ្វើទេតែយើងសុកចិត្តរករឿងគេទៅវិញយើងអត់ព្រមរកការពិតដើម្បីផ្ទៀងផ្ទាត់មួយការពិតទេគឺយើងយកការពៀនឹងការដោះសារទៅផ្ទៀងផ្ទាត់ជាមួយគេហើយទៅរករឿងគេថាហេតុអីបានជាធ្វើការស្ទង់មតិចុះគេធ្វើអីធ្វើទៅនៅថៃស្រុកគេតែយើងស្រុកយើងចោះមិនធ្វើដែរទៅយើងសាកធ្វើការស្ទង់មតិនឹងតបទៅថៃវិញមើលប៉ុន្តែកុំធ្វើស្ទង់មតិតាមភ្ជុងកាភ្លើងណាធ្វើស្ទង់មតិឲ្យដូចថៃគេធ្វើអញ្ចឹងគឺសម្ភាសអត់ឲ្យដឹងទេប្រជាពលរដ្ឋតាមគ្រប់ច្រកលហកអ្នករត់ម៉ូតូឌុបស៊ីក្លូឡានអីហ្នឹងឆ្លើយមកដូចគ្នាអញ្ចឹងកុំឲ្យដឹងហើយមានស្ថាប័នឯករាជ្យធ្វើទៅយើងដឹងប្រជាប្រិយប៉ុណ្ណាតែយើងអត់ដែលហ៊ានធ្វើទេជួនកាលអាចល្អក៏ថាបានដែរយើងសាកម្ដងមើលពួកប្រជាពលរដ្ឋមើលទៅដូចខាងគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលហ្នឹងម៉ាត់ណាក៏យើងជឿជាក់លើរដ្ឋាភិបាលខ្មែរ 100% ដែរយើងសាកមើលសាកឲ្យដឹងច្បាស់មកជឿឬក៏មិនជឿតែយើងអត់ទាន់ធ្វើឥឡូវនៅពេលដែលលោកនិយាយពីរឿងហ្នឹងគឺក្រោយៗមកទៀតក៏ដាក់ថាគាត់និយាយពីរឿងសភៅហ្នឹងគាត់ថាធ្វើយ៉ាងនេះកុំឲ្យមានការរឿងពីរឿងសន្ទុះគាត់ដកស្រង់សម្ដីប្រសាសន៍របស់លោកហ៊ុនសែនច្រើនដែរប៉ុន្តែក្រោយមកចាប់ថ្ងៃ7គឺថ្ងៃ9គាត់ទៅសេទៀតថ្ងៃ11គាត់ទៅសេទៀតពីរឿងចិត្តកាន់តាគៀកមែនតើណាអញ្ចឹងសិភៅហ្នឹងអត់ទាន់បានបោះពុម្ពផ្សាយទេបងប្អូនហើយស្រាប់តែពេលនេះស្រាប់តែបងប្អូនយកសិភៅហ្នឹងយកមកចែកផ្សាយវាអយុត្តិធម៌សម្រាប់លោកសុខៈដែរមិនអញ្ចឹងឯងលោកនិយាយតាំងពីប្រហែលខែនិយាយពីជោគជ័យនៅពេលដែលថៃអត់ទាន់វាយឈ្នះខ្មែរតោះឥឡូវថៃវាយយើងរៀបដល់កទេលហើយយើងបាត់បង់តំបន់អស់40កន្លែងហើយហ្នឹងតែរដ្ឋាភិបាលទទួលស្គាល់តែ14មានប្រាសាទយើង3ប្រាសាទខ្នាប្រាសាទ4នោះតំន់តូចតំន់ធំនិងប្រាសាទតាកបីអីដល់ពេលអញ្ចឹងទៅតើឲ្យលោកសុខៈគាត់ទៅសរសេរសភៅនឹងកើតដែរទេប្រហែលជាគាត់បោះបង់ចោលអាការសរសេរបើសរសេរសភៅនឹងមែនគេជេរគាត់ងាប់ហើយបងប្អូនចិត្តទៅយករូបនឹងយកមក share ទៅធ្វើឲ្យម្ចាស់សភៅខ្លួនឯងក៏អាចនឹងអង្គុយខកចិត្តយ៉ាងខ្លាំងដែរមិនអញ្ចឹងឯងខកចិត្តមួយដូចថាគេទៅគ្រាន់តែប្រាប់ថាចំណងជើងតាំងខែកក្កដាមកនោះរួចតែប៉ាកាលពេលហ្នឹងវាលើកជើងរដ្ឋាភិបាលហ្នឹងសម្បើមកព្រោះគេអត់ទាន់វាយយើងអត់ដឹងសមត្ថភាពយើងនៅឡើយនិយាយឈ្នះទៀតទៅក៏បានដែរវាមិនអីទេប៉ុន្តែឥឡូវបើគេវាយអញ្ចឹងហើយខ្ញុំមិនជឿថាលោកទូចសខៈទៅលេបចូលនឹងដាក់ចំណងជើងអញ្ចឹងដែរចង់បងប្អូនផ្ដល់ភាពយុត្តិធម៌ឲ្យគាត់ផងដែរមិនអញ្ចឹងហ៎ខ្ញុំមិនមែនថានិយាយកាន់ជើងលោកសខៈអីខ្ញុំកាន់ជើងលើយុត្តិធម៌សច្ចធម៌បងប្អូនឈប់ចែកចាយអីទៀតទៅហើយមិនត្រឹមតែចែកចាយទេបងប្អូននឹងក៏លេបខាយឬដងឡងសម្ដីឲ្យគាត់នឹងអ្នកខ្លះសិតតែថាលេបចូលអ្នកខ្លះនឹងសិតតែថាអញ្ចឹងបានសុកយើងលលាយលើកជើងនោះលើកជើងចិត្តតែកោតសរសេរអញ្ចឹងអីរួចអីអញ្ចឹងទៅមានកណនី Facebook មួយឈ្មោះ Lily Cambodia នោះគាត់ថាអញ្ចេះគ្រាន់តែឃើញក្របសភៅមួយក្បាលនេះខ្ញុំជាប្រជាជនកម្ពុជាចង់សួរទៅសៀមពេលណាទើបមានសង្គ្រាមលើកទី3បើមានមែនសុំមកវាយឲ្យដល់ក្រុងភ្នំពេញតែម្ដងឲ្យដឹងថាតើយើងឈ្នះសម័យដែលចូលឈ្នះប៉ុណ្ណាបងប្អូនទៅឌឺដងឡងសម្ដីអីអញ្ចឹងវាមិនជាបានប្រយោជន៍អីទេវាបានតែនាំតែឆ្លោះគ្នាទេតាមពិតបើយើងទៅឌឺដងឲ្យលោកសុខៈនោះក៏ដូចខ្ញុំនិយាយអញ្ចឹងតាំងពីខែកក្កដាមកឥឡូវហ្នឹងបើសភៅហ្នឹងចេញមកអាហ្នឹងតែយើងនាំគ្នាមានប្រតិកម្មអញ្ចឹងណាខ្ញុំនិយាយនេះបងប្អូនដូចនិយាយអញ្ចឹងថាមិនគួរណាជាព័ត៌មានតែអានេះវាជារឿងមួយនៅក្នុងរឿងមួយលានរឿងទៀតដែលខាងកម្ពុជាយើងហ្នឹងសបាយអារឿងត្រជើងលើកជើងឬក៏សរសើរបញ្ចើឲ្យស្លាប់អត់ព្រមជួយបង្អាប់ឲ្យជាតិរស់ឲ្យមេដឹកនាំរស់ហើយអញ្ចឹងមេដឹកនាំយើងយកបញ្ញវន្តមកអញ្ចឹងបញ្ញវន្តកាលមុនមានចាស់ហ្នឹងគាត់រត្រែតអស់ហើយឥឡូវយកបញ្ញវន្តមកដូចជាស្ដាប់ទៅដូចជាមិនក្រាន់ជាងតាចាស់ដូចលោកសុកអេសានលោកពូផៃស៊ីផានអីលោកឈុំផលបរុនអីប្រមាណដែរទេមើលទៅដូចមកតបឲ្យ4ធ្ងន់ជាងលើកមុនទៀតផងដូចខ្ញុំនិយាយចឹងម្ដងនេះគឺជាបញ្ញវន្តណា
ហើយដល់លើកមុនគាត់ថាមិនមែនបញ្ញវន្តនេះគាត់រៀនសូត្រចេះដឹងក៏ប៉ុន្តែចាស់អស់ហើយចាស់ហ្នឹងក៏តែពិបាកដែរព្រោះអីសិលធម៌វិជ្ជាជីវៈក្រមសិលធម៌ក្នុងការនិយាយស្ដីហ្នឹងក៏អត់សូវខ្វល់ដែរប៉ុន្តែដើម្បីការពាររដ្ឋាភិបាលធ្វើម៉េចសេចរបស់រដ្ឋាភិបាលប៉ុន្តែឥឡូវសេចរដ្ឋាភិបាលសម័យថ្មីនេះគឺសេចជាបញ្ញវន្តហ្នឹងគឺគ្រោះថ្នាក់មែនតើខ្ញុំចង់និយាយថាគាត់អាចទៅកែច្នៃអីក្បត់ឧត្តមកតេមនសិការប៉ុន្តែគាត់មិនឈឺក្បាលទេព្រោះការនិយាយដូចនេះការបញ្ចែកបញ្ចោដូចនេះគឺគាត់នឹងរក្សាតំណែងលៀបសការៈបុណ្យស័ក្តិនឹងបានយូរអង្វែងតទៅទៀតព្រោះគាត់ស្គាល់ចិត្តមេរបស់គាត់ហ្នឹងគឺសុបាយអញ្ចឹងនិយាយសរសើរបញ្ចែកបញ្ចោអញ្ចឹងហើយជាការស្អំចិត្តប្រជាពលរដ្ឋឲ្យសំជួនកាលមេពេលខ្លះក៏ទលាន់ដែរវាដូចថាលេបលែងចូលប៉ុន្តែហើយទៅដើម្បីឲ្យស្អំចិត្តប្រជាពលរដ្ឋហ្នឹងនិយាយអញ្ចឹងទៅព្រោះបើយើងមកថ្លៃធ្នូក្រានបើអីមេដឹកនាំគេនិយាយតែអញ្ចឹងដែរអញ្ចឹងវាខុសគ្នាពេកវាមិនកើតឲ្យវាទៅមកតបនឹង4ទៅតែមួយគ្នាអញ្ចឹងទៅតែម្ដងទៅឲ្យវាមើលទៅគេឃើញថាក្រុមគេនៅសហការគ្នាបានសម្រាប់អញ្ចឹងណាលោកម៉ែនណាតឯណោះលោកលើកឡើងចេះដែរលោកថាយើងមិនដឹងថាក្រុមសារសិភៅនឹងយ៉ាងណាទេប៉ុន្តែចំណងជើងគឺថាសម្រាមលោកថាសម្រាមបើធៀបភាពជាក់ស្ដែងហ្នឹងគឺថាសម្រាមបើសិនជាមានចំណងជើងអញ្ចឹងណាបើសិនជាសំណក់ចេះអសអូយលោកម៉ែនណាតនឹងដូចជាកាន់តែជ្រៅទៀតហើយគាត់ថាបើសំណក់ហ្នឹងគឺសត្វឆ្កែណាបងប្អូនគាត់ថាបើសំណក់ចេះអសប្រហែលជាវាមិនអានសភៅមនោគមវិជ្ជារបៀបនេះទេវាហួសសម័យហើយលោកបញ្ជាក់ថាបើភាពជាក់ស្ដែងក្រោយការផ្ទុះសង្គ្រាមភាគីថៃឈ្លានពានកំពុងឈរជើងក្នុងទឹកដីខ្មែរ40តំបន់ទាំងបំពេញច្បាប់អន្តរជាតិនេះបើផ្អែកតាមរបាយការណ៍ពីកងទ័ពជួរមុខរបស់ខ្មែរតំបន់ដែលទាហានថៃឈរជើងរួមមាននោះក៏ដាក់40ទីតាំងចឹងមកខ្ញុំអត់រៀបរាប់ទៀតទេបងប្អូនហើយលោកទេពមនោដែលនៅប្រទេសបារាំងមិនភ្លេចផ្ញើសារមកដែរតើតើរឿងនេះគាត់ថាចំណងជើងដែលត្រូវកម្ពុជាចំណងជើងដែលត្រូវគួរតែចេះវិញកម្ពុជាចាញ់ថៃសម័យតេជោធិបតីអាហ្នឹងបើគេអានបើសរសេរកម្ពុជាចាញ់ថៃសម័យតេជោធិបតីនរណាទៅអានបងប្អូនអ្នកសរសេរហ្នឹងក៏គ្មានអីសរសេរដែរមានតែក្រុមគណៈបកប្រឆាំងទេដែលសរសេរកម្ពុជាចាញ់ថៃសម័យតេជោធិបតីហ្នឹងមិនអញ្ចឹងហ៎ព្រោះបើយើងចាញ់គេទៅសេចាញ់គេអញ្ចឹងក្រុមគេអ្នកដែលការពារនោះគេមិនទៅសេអញ្ចឹងតែនេះជាសារឌឺដងរបស់លោកមនោទៅខាងនេះទៅខ្ញុំជឿថាពេលខ្លះវាប្រហែលជាពួកគាត់ទ្រាំលែងបានក៏តែមិនដឹងលោកបន្តទៀតថាពាក្យចាស់លោកពូលថាអានេះវាបោកអញទាំងរស់ខ្ញុំមិនបានអានខ្លឹមសារសភៅនោះទេគ្រាន់តែអានចំណងជើងកម្ពុជាឈ្នះថៃសម័យតេជោធិបតីយើងអាចសន្និដ្ឋានបានថាការកុហកបោកប្រាស់នេះគឺវាប្រឆាចពីការពិត 100% ទៅហើយឥឡូវនេះលោកបន្តចុងក្រោយថាយើងគ្រប់គ្នានៅតែមានជីវិតឃើញនឹងផ្នែកថៃកាន់កាប់ទឹកដីខ្មែរ4ខេត្ត42តំបន់ហើយរបបតកូលហ៊ុនសែនប្រកាសជាផ្លូវការថាខ្មែរបាត់ដី4ខេត្តតែ14តំបន់ទេប្រជាពលរដ្ឋខ្មែរបាត់បង់ដីផ្ទះសម្បែងទ្រព្យសម្បត្តិកំពុងរស់នៅក្រោមតង់យ៉ាងវេទនាឈឺចាប់ជាទីបំផុតអ្នកសរសេរសភៅដាក់ចំណងជើងបែបនេះជាការប្រមាថប្រជាពលរដ្ឋនិងកងទ័ពដែលស្លាប់ចោលឆ្អឹងមិនទាន់បានយកមកធ្វើបុណ្យផងសៀវភៅមុនគេសរសេរបោកប្រាស់ប្រជាពលរដ្ឋខ្មែរដោយអ្នកនិពន្ធគេចាត់ទុកប្រជាពលរដ្ឋខ្មែរល្ងងដោយគោរួមគ្នាប្រឆាំងការបំភ្លៃប្រវត្តិសាស្ត្រប្រឆាំងរឿងមិនពិតនិងព័ត៌មានคล้ายៗបាទនេះគឺជាមតិរបស់ប្រជាពលរដ្ឋទេបងប្អូនយ៉ាងណាដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងថាបានហើយបិទបញ្ចប់សៀវភៅមួយក្បាលដែលមានចំណងជើងថាកម្ពុជាឈ្នះថៃសម័យតេជោនេះត្រឹមប៉ុណ្ណឹងចោះកុំឲ្យវែងឆ្ងាយនាំតែមានការថ្នាក់ទៀតហើយស្នើទៅលួចទូចសិក្ខៈផងថាកែចំណងជើងសៀវភៅនេះទៅវិញទៅដាក់ថាកម្ពុជានឹងតស៊ូឈ្នះថៃក្នុងសម័យតេជោនៅពេលដែលយើងបង្រួបបង្រួមផ្សះផ្សាជាតិអីចឹងទៅឲ្យបានរឹងមាំជាតិយើងអាហ្នឹងប្រហែលជាអាចល្អប្រសើរដាក់ប្រើពាក្យថានឹងទៅកម្ពុជាបដិញ្ញាថានឹងឈ្នះថៃនៅសម័យតេជោនៅពេលដែលយើងរួមសាមគ្គីផ្សះផ្សាជាតិជាធ្លុងមួយអីចឹងអាហ្នឹងយើងនៅមានសង្ឃឹមច្រើនទៀតបើយើងនិយាយបែបនេះគឺគេនឹងស្ដីឲ្យថាឲ្យឲ្យបងប្អូនក៏អនុគ្រោះខ្លះទៅព្រោះអានេះសភៅអត់ទាន់ចេញនៅឡើយទេកុំអាលយកមកវិភាគសារវែងឆ្ងាយខ្ញុំហ្នឹងក៏វែងឆ្ងាយខ្ញុំមិនមែននិយាយថាខ្ញុំនិយាយរឿងនេះដើម្បីប្រតិបត្តិអីនេះខ្ញុំចង់និយាយអំពីវប្បធម៌ដែលចាក់គ្រឹះជ្រៅនៅក្នុងរឿងស្រុកខ្មែរដែលគេហៅវប្បធម៌លើកជើងសរសើរឲ្យស្លាប់បង្អាប់ឲ្យរស់អត់ចេះទេគឺយើងសរសើរឲ្យស្លាប់តែម្ដងហើយខ្ញុំជឿថានេះក៏ជាការដាស់សតិមេដឹកនាំខ្មែរយើងឲ្យភ្ញាក់រលឹកដែរអ្នកជំនាន់ថ្មីអីហ្នឹងគឺយើងគិតឡើងវិញថាតើសេរីយ៉ាងម៉េចក្រុមសេកទាំងអស់នេះឲ្យកុំជូរពេកអី
ប្រជាពលរដ្ឋលោកដឹងហើយអញ្ចឹងដូរយុទ្ធសាស្ត្រវិញទៅអីព្រោះកុំឲ្យគេទៅលន់រកវិធីដោះស្រាយផ្សេងទៀតក្រៅពីសរសើរបញ្ចចោមេខុសរឿងអញ្ចឹងទៅព្រោះប្រជាពលរដ្ឋពងខ្លោចផ្សារបាត់ផ្ទះសម្បែងបាត់ដីធ្លីចូលទៅវិញអត់បានផងប្រជាពលរដ្ឋខ្លះទៅព្រៃច័ន្ទតំបន់ជោគជ័យពេលដែលគេវិលទៅនេះក្រសួងមហាផ្ទៃនិយាយថាថ្ងៃហ្នឹងប្រជាពលរដ្ឋវិលទៅនៅសល់តែ110,000នាក់ជាងអស់ហើយអស់ចង់អស់ហើយនៅសល់100,000ជាងនាក់ប៉ុន្តែបងប្អូននៅព្រៃច័ន្ទភូមិជោគជ័យបឹងតគួននេះទៅអត់បានគាត់ថាឲ្យគាត់ទៅកន្លែងណាបើផ្ទះគេយកអស់ហើយគេឈូសឆាយខ្ទេចខ្ទីអស់ហើយវេទនាណាបងប្អូនអាកន្លែងហ្នឹងមកនិយាយរឿងឈ្នះរឿងជោគជ័យរឿងអស្ចារ្យវាក្រំចិត្តប្រជាពលរដ្ឋដែរយើងមើងងាយមើលស្រាលគាត់ដែលគាត់មិនហ៊ាននិយាយស្ដីអីសោះតែយើងចេះថាបានសេចក្ដីចិត្តទៅយើងនិយាយអំពីការប្រឹងប្រែងតវ៉ាក្តីទៅតុលាការយុត្តិធម៌អន្តរជាតិអាហ្នឹងបានល្អតែយើងនិយាយនៅតែរឿងផ្សះផ្សាចរចាគេអត់ចរចាអាហ្នឹងក៏នៅតែបំបាក់ទឹកចិត្តធ្វើឲ្យខ្មែរកើតជំងឺបាក់ស្បាត់ផ្លូវចិត្តដែរតែខ្ញុំសរសើរលោកតំណាងឯករដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសបារាំងឯណោះដែលលោកថាប្រទេសបារាំងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ឯកសារនិងផែនទីដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះភាសាអញ្ចឹងបានជាការលើកទឹកចិត្តល្អគួរតែផ្សាយទៅហើយហេតុអីបានជាចេញសុកមកចេញរឿងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសបារាំងនិយាយអំពីប្រទេសបារាំងសន្យាផ្ដល់ឯកសារផែនទីផងអីផងដើម្បីជួយខ្មែរនៅក្នុងការប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនេះខ្ញុំថាមានសង្ឃឹមនេះគឺដោយសារអីមានតែយន្តការប្តឹងថៃទៅតុលាការអន្តរជាតិហ្នឹងទេដែលយើងសង្ឃឹមថាទាមកបានដីខ្មែរពីថៃមកវិញបានណាប៉ុន្តែខ្ញុំនឹងអានសាររបស់លោកឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសបារាំងគឺលោកឈ្មោះលុយដាវីតលោកលុយដាវីតគឺជារដ្ឋលេខាធិការក្រសួងការបរទេសកាលពីមុនមកហ្នឹងនឹងក៏ត្រូវបានព្រះមហាក្សត្រគឺតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំងផងនៅអ៊ីតាលីផងប៉ុកទុយហ្គាល់ម៉ាល់តាព្រះរាជាណាចក្រអេស្ប៉ាញបូរីរៈសំទោសបរិយក្សត្រអង្គជ័រនិងបរិយក្សត្រម៉ូណាកូដែលមាននិវេសនដ្ឋាននៅឯទីក្រុងប៉ារីវែងណាគាត់សរសេរសារនៅលើបណ្ដាញសង្គម Facebook គាត់ថ្ងៃនេះគឺលោកលុយដាវីតដាក់ខ្លីគាត់សរសេរថាប្រទេសបារាំងត្រៀមខ្លួនត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ឯកសារនិងផែនទីដើម្បីដោះស្រាយព្រំដែនរវាងកម្ពុជានិងថៃនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តាមពិតរឿងនេះអត់មែនថ្មីហ្មងដែរទេព្រោះបើតាមចាំលោកកាលពីប្រហែលខែមុននេះថ្មីមុនមិនមែនប្រហែលខែនៅអំឡុងប្រហែលជាខែកក្កដាអីហ្នឹងគឺលោកហ៊ុនម៉ាណែតបានទៅប្រទេសបារាំងគាត់ទៅចូលរួមសន្និសីទមួយគេហៅថាសន្និសីទមហាសមុទ្រអង្គការសហជីវជាតិគឺលើកទី3នៅប្រទេសបារាំងគឺទីក្រុងនីសនៅទីនោះគឺលោកបានជួបលោកម៉ានូអែលម៉ាក្រុងជាប្រធានាធិបតីរបស់ប្រទេសបារាំងហើយឮមានសារថាបានសន្យាថាជួយជាឯកសារជួយអីហ្នឹងម្ដងហើយកាលហ្នឹងគឺនៅពេលដែលក្រោយកម្ពុជាបានថាជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិថាគ្រោងដាក់ប្តឹងថៃទាមទារការគ្រប់គ្រងដែនអធិបតេយ្យខ្មែរពេញលេញរឿងប្រាសាទតាក្របីប្រាសាទតាមាន់ទុចតាមាន់ធំនិងតំបន់មុំបីអាហ្នឹងយើងឃើញថាគាត់ធ្លាប់បង្ហាញព័ត៌មានហ្នឹងហើយប៉ុន្តែស្រាប់តែថ្ងៃនេះថ្ងៃទី25ខែមករាឆ្នាំ2025 7 ខែនៅក្រោយពេលដែលជូនតែដំណឹងអត់ទាន់មានដាក់ពាក្យប្តឹងអីទៅតុលាការយុត្តិធម៌អន្តរជាតិសោះស្រាប់តែលោកលុយដាវីតដែលជាឯកអគ្គរដ្ឋទូតរបស់ប្រទេសកម្ពុជាប្រចាំនៅបារាំងនេះក៏ថ្លែងអំពីថាបារាំងត្រៀមខ្លួនជាស្រេចនឹងផ្ដល់ឯកសារនិងផែនទីសម្រាប់ការតតាំងក្តីនៅតុលាការយុត្តិធម៌អន្តរជាតិនេះតាមមានន័យយ៉ាងម៉េចបងប្អូនខ្ញុំថាលោកដាវីតនេះក៏លោកដាវីតក៏ជួយផ្ដល់ក្តីសង្ឃឹមคล้ายៗឲ្យខ្មែរដែរព្រោះអារឿងឯកសារនៅបារាំងនេះណាផែនទីផែនអីហ្នឹងក៏ដោយហ្នឹងណាខ្មែរអត់មានអត់ទេផែនទីនេះអត់មានខ្វះហើយកាលលើកមុនយើងទៅរករឿងលោកអ៊ុំសំអានរឿងទៅយកផែនទីពីបណ្ណាល័យនៅទីក្រុងរដ្ឋធានី Washington អីហ្នឹងយកមកផ្សព្វផ្សាយអីណាផែនទីហ្នឹងខ្មែរអត់ខ្វះទេបើខ្មែរខ្វះខ្មែរអត់មានផែនទីសម្រាប់តតាំងក្តីនៅប្រាសាទព្រះវិហារទាំងពីរលើកទេដូច្នេះឯកសារគតិយុត្តទាំងអស់ហ្នឹងវាមាននៅក្នុងសំណុំរឿងរបស់តុលាការយុត្តិធម៌អន្តរជាតិយូរហើយវាអត់មានខ្វះឯកសារប៉ុន្តែជាការល្អណាស់បើសិនជារដ្ឋាភិបាលបារាំងជួយទៀតយើងរំភើបយើងមិនដឹងថាមានឯកសារផែនទីប្រមាណផ្ទាំងទៀតដែលប្រើតាមផែនទីខ្នាតលើ1 200,000លើ1 50,000ដែលថៃយកយើងអត់ប្រើយើងប្រើតាមសន្ធិសញ្ញាបារាំងសៀម1904 1907ចុះបើផែនទីនឹងច្បាស់ជាក់លាក់ថាដីនឹងជាដីរបស់ខ្មែរ
លោកដាវីតកុំចាំបាច់ដល់រដ្ឋាភិបាលបារាំងថាសន្យាឲ្យយើងអីមិនបាច់ទេសុំគេយកមកឥឡូវឲ្យមកហើយសុំគេមកហ្នឹងណាបើវាខុសពីអាផែនទីណាក៏ដោយសុំគេយកមកពីបារាំងហើយសុំឲ្យក្រសួងការបរទេសកម្ពុជាឬក៏គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាយកផែនទីហ្នឹងមកភ្លាមដែលបានពីបារាំងហើយបញ្ជាក់មកថាថ្មីឬក៏ចាស់ដូចអ្វីដែលមាននៅតុលាការយុត្តិធម៌អន្តរជាតិកាលពីឆ្នាំ1962ឬក៏2008ដែលយើងប្តឹងថៃជាលើកទី2នោះណាហើយបញ្យល់ប្រាប់ប្រជាពលរដ្ឋយើងវិញនេះបងប្អូនណាតំបន់កន្លែងនេះណាភ្នំទ្របភ្នំអីច្រកអានសេះឬក៏ប្រាសាទតាមាន់តូចតាមាន់ធំតាកបីប្រាសាទស្អីស្អីដីកន្លែងដែលថៃគ្រប់គ្រងទាំងអស់ហ្នឹងគឺបើមើលក្នុងផែនទីរបស់បារាំងដែលគេថាត្រៀមខ្លួនជាស្រេចឲ្យយើងហ្នឹងកុំចាំបាច់ត្រៀមសុំគេមកព្រោះពេលនេះយើងត្រូវការអាទាំងអស់ហ្នឹងដើម្បីយកមកបញ្យល់ប្រាប់ប្រជាពលរដ្ឋទៅថាបងប្អូនទាំងអស់ណាតំបន់នេះណាបើតាមផែនទីដែលបារាំងថាត្រៀមឲ្យយើងនេះណាវានៅក្នុងដែនអធិបតេយ្យរបស់ខ្មែរដូច្នេះបងប្អូនទាំងអស់គ្នាទាំង17លាននាក់ត្រូវនាំគ្នាតស៊ូមតិដើម្បីឲ្យតុលាការអន្តរជាតិឯណោះ ICJ ចាត់ការរឿងយើងអាសេចក្តីជូនដំណឹងកម្ពុជាដែលអះអាងថាដាក់តាំងពីខែ6អាហ្នឹងរឿងមួយរឿង2បើអត់ទាន់បានដាក់បណ្ដឹងទេគឺជាឱកាសដើម្បីឲ្យប្រជាពលរដ្ឋទាំង17លាននាក់នាំគ្នាតស៊ូមតិឲ្យរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងឥឡូវទៅដើម្បីឲ្យយកដីទាំងអស់នោះមកវិញបានព្រោះយន្តការចរចាទ្វេភាគីនេះវាអត់បានផលទេព្រោះថៃគេនឹងមិនឲ្យយើងទេគេស្លាប់មនុស្សគេអស់មកកណោគេសង់ហេដ្ឋារចនាសម្ព័ន្ធហេតុអីបានជាយើងវិលទៅយន្តការចរចាទ្វេភាគីដែលកម្ពុជាខ្លួនឯងតាំងគេអត់ទាន់វាយយកដីយើងសុទ្ធតែសឿងបឿងរហូតដល់ថាហេកន្លែងផ្សេងចរចាតាកន្លែងភ្នំទ្របប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនោះមិនមែនភ្នំទ្របតំបន់ភ្នំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីយើងជួដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្តឹងគេទៅអាហ្នឹងអត់ទាន់វាយគ្នាផងយើងសុទ្ធតែអះអាងថាចង់ប្តឹងគេឥឡូវយើងវាយឲ្យគេយកមកខ្ទេចខ្ទីអាតំបន់ហ្នឹងកាលរហប្តឹងគេហ្នឹងគឺគេគ្រប់គ្រង5នាក់យើង5នាក់តាកបី2នាក់យើង2នាក់ច្រកអានសេះគេខ្លះយើងខ្លះភ្នំទ្របយើងដូចជានៅលើភ្នំគេនៅក្រោមភ្នំហើយដល់ពេលឥឡូវគេយកទាំងអស់អត់មានបណ្ដឹងទៅវិញហើយយើងទៅនិយាយថាបារាំងកំពុងតែត្រៀមឯកសារវាជាក្តីសង្ឃឹមអត់បានជួយស្អំចិត្តប្រជាពលរដ្ឋទេវាទៅធ្វើឲ្យប្រជាពលរដ្ឋតាប់ផ្ដើមឆ្ងល់ទៀតតែឲ្យចុះបើបារាំងឲ្យឯកសារហ្នឹងទៀតហើយចឹងយើងនៅចាំអីចង់កាលបានដាក់ពាក្យប្តឹងយកឯកសារបារាំងដែលគេត្រៀមមកថាយើងខ្វះផោះតាងអីអានេះណាកម្ពុជានឹងរងការចាត់ប្រកាន់របស់ប្រជាពលរដ្ឋថាធ្វើនយោបាយប្រជាពិធទៀតហើយស្អំចិត្តចឹងទៅតចោះហេតុអីចោះឯកសារយើងខ្វះអីឲ្យប្រកាសឡើយហ្នឹងមិនប្តឹងគេហ្នឹងយើងខ្វះអីឬមួយក៏យើងថាឯកសារអត់ខ្វះអីទេដាក់ប្តឹងហើយប៉ុន្តែបើតាពេលតឡាការក៏ហៅគឺបារាំងគេត្រៀមខ្លួនរួចជាសាច់ដើម្បីនឹងបញ្ចេញឯកសារនឹងអីចឹងទៀតទៅបងប្អូនមិនអីទេបើបានឯកសារក៏ល្អដូចខ្ញុំនិយាយចឹងថាបើគេមិនទាន់ឲ្យគុំសុំគេយកមកឲ្យឥឡូវមកអត់ចាំបាច់ចាំអីទៀតទេព្រោះថៃឈ្លានពានយើងហើយបងប្អូនអត់ចាំបាច់ដល់ទៅពេលទៅដល់តុលាការនឹងបានសុំទេអត់ទេសុំឲ្យហើយមកព្រោះវាជាកម្មសិទ្ធិរបស់ខ្មែរបារាំងអត់ត្រូវការទុកនៅនឹងទេហើយបើវាមានភាពប្លែកវាមានភាពល្អសម្រាប់តតាំងពន្យល់ប្រជាពលរដ្ឋយើងក៏សមល្មមសម្រាប់ពន្យល់ប្រជាពលរដ្ឋយើងទៅខ្ញុំស្លេះរឿងលោកលុយដាវីតប៉ុណ្ណឹងដើម្បីឲ្យបងប្អូនឃើញផ្សព្វផ្សាយច្រើនតកតងនឹងរឿងគេសន្យានេះសន្យានោះល្អហើយសង្ឃឹមទៅបងប្អូនប៉ុន្តែយើងសង្ឃឹមតតែយើងដាក់ប្តឹងដែរតើមានឯកសារនោះយកមកធ្វើអីបើយើងអត់ទាំងដាក់ពាក្យប្តឹងផងហើយប្រាប់ប្រជាពលរដ្ឋផងដាក់ប្តឹងអង្កលព្រោះសប្តាហ៍ហ្នឹងរីងរៃដោយសារមិនដឹងរដ្ឋាភិបាលដាក់ប្តឹងអង្កលឥឡូវនេះគឺបងប្អូនរឿងដីធ្លីបងប្អូនដឹងហើយណាភូមិបឹងតកួនៅបឹងតកួនជោគជ័យឬក៏ព្រៃច័ន្ទអីគ្មានណាចូលទៅបានទេប្រជាពលរដ្ឋខ្លោចផ្សារណាបាត់ផ្ទះសម្បែងមិនដឹងនៅវិធានាណាមានសំណូមពរពីប្រជាពលរដ្ឋជាច្រើនខ្ញុំទទួលបានសារច្រើនណាពីបងប្អូនថាជួយផ្សាយផងឲ្យអ្នកមានអំណាចនិងអ្នកអង្គការដែលប្រកែកយកដីរាសហ្នឹងណានាំគ្នាសាកទៅយកដីខ្មែរដែលថៃកំពុងកាន់កាប់ម្ដងមើលដូចនៅព្រៃច័ន្ទបឹងតកួនឬក៏នៅភូមិជោគជ័យអីតាមពិតបងប្អូនផ្ញើសារមកបែបនេះខ្ញុំដឹងអំពីសមានចិត្តបងប្អូនកំពុងតែមួម៉ៅក្តៅក្រហាយនឹងរឿងថាដីខ្មែរគ្នាឯងរំលោភយកបានបំពេញឈ្លានពានដល់ពេលដីបរទេសគេរឹបអូសបានអត់ព្រមទៅយកមកវិញមកបើសិនជាអង្គការនិងអ្នកដែលបោកប្រាស់មួយចំនួននឹងដែលប្រកែកអញ្ចឹងណាបងប្អូនបានហើយមិនអីទេបងប្អូនធ្វើដូច្នេះគឺជាសារឌឺដងឬក៏ដូចជាបញ្ជុះ
ទៅគោះបោះបោកដាក់ឲ្យរដ្ឋាភិបាលឬក៏អង្គការហ្នឹងទេមានអង្គការណាទៅយកដីនឹងបាននោះបងប្អូនវាគ្រាន់តែជាការស្រាយកំហឹងបងប្អូនមែនព្រោះដីនឹងរដ្ឋាភិបាលស្របច្បាប់មិនយកមិនបានផងចុះទម្រាំអង្គការហ្នឹងយកមិនបានហើយអង្គការទាំងអស់ហ្នឹងយកបានក៏ដោយសារតែអ្នកនឹងនៅក្នុងដូចថាប្រព័ន្ធរដ្ឋាភិបាលគេចេះតែអនុគ្រោះអញ្ចឹងតែរហូតមកនោះបើគេចង់ធ្វើក៏គេធ្វើយូរហើយប៉ុន្តែគ្នាគេវាធ្វើវាមកកើតសិតតែអ្នកជួយបាក់រាប់លានដុល្លាររាប់អីអញ្ចឹងទៅដូច្នេះធ្វើបន្តិចតិចអញ្ចឹងទៅតាមភ្លៀងរលឹមអីអញ្ចឹងទៅបានខ្លះអត់ខ្លះអ្នកខ្លះ5ឆ្នាំក៏មិនបានដីមានតែដីខ្យល់អីអញ្ចឹងទៅអានឹងធ្វើមិនបងប្អូនរបៀបដឹកនាំរដ្ឋគេអញ្ចឹងគេប្រហើបបន្តិចតិចដល់ពេលមានអីហ្នឹងទូងស្គរប្រេះស្គរទៀតហើយឲ្យតែមានជោគជ័យអីទៅបន្តិចភ្លេចអស់លីងពវៀងដានអស់ទៅជជែកតែពីរឿងហ្នឹងអញ្ចឹងគឺសបាយគេនឹងធ្វើអញ្ចឹងទៀតបងប្អូនចាំមើលមានព្រឹត្តិការណ៍អីមួយហ្នឹងនាំនេះជ្រុំទៅមើលតែព្រឹត្តិការណ៍ហ្នឹងភ្លេចអារឿងព្រំដែនហ្នឹងបានពី3អាទិត្យអញ្ចឹងទៅមកបន្ទុះអញ្ចឹងទៅគេទៅបង្កើតព្រឹត្តិការណ៍អីមួយទៀតទៅអាហ្នឹងអញ្ចឹងទៅប៉ុន្តែយើងនៅតែជិះចាប់ផ្លូវផ្សារតែយ៉ាងណាបងប្អូនជុកជុងអត់ដែរភ្លេចកុកទេកុកទៀតតែចិត្តតែភ្លេចជុងបាទឥឡូវនេះគឺចូលដល់ព័ត៌មានបញ្ចប់នៅសល់2 3ទៀតតកតងនឹងសហការីចិត្តស្និទ្ធលោកកម្មសុខាថាមេដឹកនាំបពប្រឆាំងរូបនេះយកសេរីភាពផ្ទាល់ខ្លួនដូរសេរីភាពប្រជាពលរដ្ឋខ້ອຍផ្សារណាបងប្អូនមកដល់ម៉ោងនេះហើយលោកកម្មសុខាសំណុំរឿងរបស់គាត់ហ្នឹងក៏មិនដឹងទៅណាហើយដល់ណាទេព្រោះអីតឡាការកាលពីប្រហែលមុននឹងដាច់ឆ្នាំហ្នឹងក៏ថាបើកសវនាការ8ឆ្នាំហើយសំណុំរឿងលើកពេលចុងក្រោយលើកពេលទៀតឥឡូវលើកពេលអត់កាលកំណត់អត់ដឹងថាជំនុំជម្រះថ្ងៃណាទេតែយ៉ាងណាខ្ញុំឃើញសាររបស់លោកច័ន្ទជេនដែលជាសហការីចិត្តស្និទ្ធរបស់លោកកម្មសុខាលោកច័ន្ទជេនធ្លាប់ជាសហការីឬក៏សហមេធាវីការពារក្តីឲ្យលោកកម្មសុខាជាមួយនឹងអ្នកស្រីមេងសុភារីលោកផែងហេងនិងលោកអាងឧត្តមជាមេធាវីបកាយណាទាំងលោកច័ន្ទជេនទាំងលោកអាងឧត្តមនិងលោកផែងហេងនិងលោកស្រីមេធាវីមេងសុភារីដូចតែលោកជុងជំងីអីចឹងដែរមេធាវីកម្ពុជាបកាយតែដើរឈ្នះក្តីគេមួយទេព្រោះការគ្វាក្តីឲ្យតែក្រុមបពប្រឆាំងហ្នឹងគឺអត់ឈ្នះការទេព្រោះរឿងនយោបាយគេឲ្យចាញ់តែរហូតហ្នឹងឯងដល់ពេលលោកច័ន្ទជេងលោកបានទៅរស់នៅប្រទេសអូស្ត្រាលីសប្តាហ៍ថ្ងៃនេះលោកបានសរសេរសារជាញឹកញាប់ថាលោកកម្មសុខានឹងជាមេដឹកនាំបពប្រឆាំងគឺបូជាអ្វីៗដើម្បីសេរីភាពប្រជាពលរដ្ឋសុខចិត្តលំបាកខ្លួនឯងថ្ងៃនេះលោកសរសេរសារដូចនេះថាដោយសារតែបុព្វហេតុលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សការរីកចម្រើននៅកម្ពុជាលោកកម្មសុខាបានបាត់បង់សេរីភាពនិងជាប់ឃុំជាច្រើនលើកលោករំលឹកថាជាប់ឃុំ17ថ្ងៃដំបូងនោះនៅពន្ធនាគារព្រៃសរបត់បរិហាគេថ្ងៃទី31ខែធ្នូ2005ដល់ថ្ងៃ17ខែមករា2006លើកទី2ជាប់នៅទីស្នាក់ការគណៈបកសង្គ្រោះជាតិចាក់រ៉ែក្រោមជាង6ខែឆ្នាំ2016លើកទី3ជាប់ឃុំនៅពន្ធនាគារតាពាំង plong ម3ខេត្តត្បូងឃ្មុំក្បែរព្រំដែនវៀតណាមរយៈពេល1ឆ្នាំ3ថ្ងៃក្រោយចាប់ខ្លួនពាក់កណ្ដាលអាត្រៀតថ្ងៃទី3ឈានចូលថ្ងៃទី4ខែកញ្ញាឆ្នាំ2017លើកទី4គឺតុលាការក្រុងភ្នំពេញផ្តន្ទាទោសលោកកម្មសុខាកំណត់រយៈពេលឲ្យជាប់គុក27ឆ្នាំពីបទសន្តិទ្ធភាពជាមួយបរទេសបច្ចុប្បន្នជាប់ឃុំនៅក្នុងផ្ទះតាមពិតលោកច័ន្ទជេនក៏ធ្លាប់សរសេរកាលពីដើមខែមករាដែរថាលោកកម្មសុខាមិនបានប្រព្រឹត្តបទសន្តិទ្ធភាពឬក៏ត្រូវរើគ្នាជាសម្ងាត់ជាមួយរដ្ឋបរទេសឬអាមេរិកណាទេគឺមិនដូចតុលាការភ្នំពេញចោទប្រកាន់នោះទេពេលដែលសមត្ថកិច្ចចូលចាប់ខ្លួនលោកកម្មសុខាទាំងកណ្ដាលយប់ដោយសំអាងថាគាត់កំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងក៏ប៉ុន្តែសមត្ថកិច្ចមិនឃើញភស្តុតាងជាក់ស្ដែងបង្ហាញថាមានជនបរទេសឬអាមេរិកស្នាក់នៅក្នុងផ្ទះលោកកម្មសុខាហើយក៏មិនឃើញមានឯកសារណាស្ដីពីការខុបខិតសូម្បីតែមួយសន្លឹកលោកកម្មសុខាមិនដែលយកបរទេសណាឬក៏ជនអក្រិតណាមកលាក់ឬស្នាក់នៅក្នុងផ្ទះគាត់នោះឡើយហើយគាត់ក៏មិនដែលចុះហត្ថលេខាលើឯកសារណាមួយឲ្យបរទេសឬអាមេរិកដែលនាំឲ្យមានអំពើបន្ទុះសារាយឬក៏នាំឲ្យអំពើឈ្លានពានប្រឆាំងនឹងប្រទេសកម្ពុជាឬដែលនាំឲ្យសង្គ្រាមបង្ហូរឈាមប្រជាពលរដ្ឋខ្មែរឬនាំទឹកដីឲ្យបាត់បង់ដែលជាបទល្មើសដូចមានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា443នោះដែរអានេះគឺជាការដែលស្នើសុំឲ្យមានការបង្រួបបង្រួមតាមពិតសំណើសុំនេះគឺគាត់ធ្វើដូចភ្លៀងរលឹមតែអើយដូចទៅសុំភ្លើងយ៉ាក់ចឹងព្រោះយើងទៅកេះទៅដាស់មនុស្សដែលធ្វើដេកលក់ហ្នឹងគឺយើងដាស់មិនភ្ញាក់ទេថ្នាក់ដឹកនាំកម្ពុជាគឺធ្វើដេកលក់គឺដាស់មិនភ្ញាក់ទេរឿងនយោបាយក៏យើងមិនដោះស្រាយយើងថាបង្រួបបង្រួមផ្សះផ្សាជាតិក៏មិនដែលឃើញដោះលែងអ្នកទោសមនសិការអ្នកទោសអីជាប់គុកជិត90ជាង90អ្នកកញ្ញាសេងធីរីស្រុនស្រនសុភា
ពិសិដ្ឋឬក៏លីច័ន្ទតារាវុធភួនកែវរស្មីឡុងកន្ធាលេងហ៊ីថនរដ្ឋាចលនាមេដាធម្មជាតិនិងអ្នកដទៃទៀតហ្នឹងគឺមានតែចាប់ថារហូតដល់ពេលខ្លះហ្នឹងជាប់គុកគ្រប់ថ្ងៃហើយដូចករណីប្រហែលថ្ងៃមុននេះគឺដោះលែងដល់ថ្ងៃហើយហ្នឹងនៅយឺតយ៉ាវដែលធ្វើឲ្យមានការថ្នាក់ជាប់18ខែអត់មានខ្វះ1ម៉ោងហ្នឹងមកលឹះ3ថ្ងៃឯណាទៀតគ្រាន់លិខិតឯកសាររត់ការនឹងយូរហ្នឹងធ្វើឲ្យជាប់លឹះថែមទៀតកុំថាឡើយដល់លើកលែងសូម្បីតែដល់ថ្ងៃត្រូវជាប់គុកគ្រប់ខែហ្នឹងក៏នៅយឺតតែប៉ុន្តែខាងពន្ធនាគារគេតវ៉ាមកថាអត់ទេគ្រប់ត្រឹមហ្នឹងនៅមកជជែករឿងសរសៃមីហើយនឹងកាទៀវទៀតហើយអត់មាននិយាយពីរឿងប្តីមានសហាយស្មន់ដោយរឿងកំ pl ែងហ្នឹងទៀតហើយចុះបើឲ្យដោះមុនទៅវាលឹះដែលថាមុន3 4ខែហ្នឹងទៅវាចង្រៃអីសិតតែខ្មែរគ្នាឯងហ្នឹងគាត់ដាច់ភឹងដូចអត់មានចរចាមានអីទៅថាកម្រិតទោសហ្នឹងគឺថាសម្បើមមកមិនមានការលើកលែងអីសោះតែម្ដងហើយសួរថាទោសអីធ្ងន់បញ្ចេញមតិតាមបណ្ដាញសង្គម Facebook រិះគន់រដ្ឋាភិបាលពីរឿងនេះរឿងនោះគឺអញ្ចឹងហើយឥឡូវនេះយើងព័ត៌មានបន្ទាប់ទៀតគឺបងប្អូនគឺលោកត្រាំតបសារមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសរឿងសុំអន្តរាគមន៍ឲ្យរកសន្តិភាពជូនកម្ពុជារឿងនេះក៏ដូចជាមានដូចថាល្បីតាមបណ្ដាញសង្គម Facebook នឹងសម្បើមដែរព្រោះអីថ្ងៃនេះគឺមន្ត្រីខាងរដ្ឋាភិបាលក្រៅប្រទេសគឺអ្នកស្រីថិតកំហ៊ុនបងប្អូនស្គាល់ហើយគាត់ជាស្ត្រីឆ្នើមតំណាងឲ្យនារីរបស់គណៈបកសង្គ្រោះជាតិហើយសប្តាហ៍ថ្ងៃនេះគឺជាមន្ត្រីជាន់ខ្ពស់ខាងកិច្ចការបរទេសរបស់រដ្ឋាភិបាលក្រៅប្រទេសហ្នឹងគឺគាត់បានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ថាគាត់បានទទួលលិខិតពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដោយផ្ទាល់តែម្ដងដែលតបទៅនឹងលិខិតដែលគាត់សរសេរសុំអន្តរាគមន៍ជួយរកសន្តិភាពដោះស្រាយបញ្ហាកម្ពុជាអញ្ចឹងទៅនេះខ្ញុំអានខ្លឹមសារលិខិតរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump សរសេរជូនទៅអ្នកស្រីថិតកំហ៊ុនដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រៅប្រទេសដូចតទៅគឺចេញពីសតវិមានថ្ងៃទី22ខែមករាឆ្នាំ2021ជូនចំពោះអ្នកស្រីថិតបាទនៅសហរដ្ឋអាមេរិកគេយកតកូលនឹងគេមិនហៅឈ្មោះយើងអញ្ចឹងឯងតកូលគឺជាការគោរពព្រោះអីយើងហៅលោកត្រាំនេះតាមពិតយើងហៅដូណាល់មិនត្រូវតែយើងហៅលោកត្រាំហៅតកូលគាត់តើគឺគាត់ឈ្មោះត្រាំដូណាល់បើយើងនិយាយជាភាសាខ្មែរតែអង់គ្លេសយើងហៅដូណាល់ត្រាំតែអញ្ចឹងទៅយើងហៅលោកត្រាំដូចអ្នកស្រីថិតកំហ៊ុនជាភាសាខ្មែរគឺយើងតកូលគាត់គឺថិតគាត់ថាជូនចំពោះអ្នកស្រីថិតខ្ញុំសូមអរគុណអ្នកស្រីដែលបានផ្ញើឲ្យចំណាយពេលវេលាបញ្ចេញទស្សនៈឬក៏ការគិតរបស់លោកស្រីតាក់ទងនឹងបញ្ហាចំនួនព្រំដែនកម្ពុជាថៃឲ្យលោកបានជ្រាបក្នុងនាមជាប្រធានាធិបតីខ្ញុំគឺបដិញ្ញាដាច់ខាតនៅក្នុងការស្ដារឡើងវិញនៅគោលនយោបាយដើម្បីសន្តិភាពរបស់សហរដ្ឋអាមេរិកតាមរយៈភាពរឹងមាំហើយនឹងបញ្ចប់នៅចំនួនឬក៏សង្គ្រាមរ៉ាំរ៉ៃរាប់សិបឆ្នាំនៅប្រទេសមួយចំនួនហើយអ្វីដែលខ្ញុំធ្វើនេះគឺដោយសារតែខ្ញុំមានទស្សនៈឬក៏ចក្ខុវិស័យជារួមមួយគឺ logic common sense គឺទស្សនវិស័យគឺវាមានអ្នកណាក៏មើលឃើញចឹងដែរដោយសាររដ្ឋបាលរបស់ខ្ញុំនេះគឺបានជួយផ្សះផ្សាឬក៏បង្រួបបង្រួមឲ្យមានសុខសន្តិភាពនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពជាច្រើនប្រទេសដែលប្រទេសទាំងនេះធ្លាប់ឆ្លងកាត់ការបាញ់ប្រយុទ្ធគ្នារាប់ទសវត្សរ៍ឯណោះហើយយើងខ្ញុំនឹងនៅតែបន្តខិតខំធ្វើយ៉ាងម៉េចឲ្យមានដំណោះស្រាយសន្តិភាពដែលផ្ដោតទៅលើអាមេរិកជាចម្បងបាទសន្តិភាពផ្ដោតទៅលើផលប្រយោជន៍អាមេរិកជាចម្បងដើម្បីការពារប្រជាពលរដ្ឋយើងនិងដើម្បីការពារថែរក្សាឬក៏លើកស្ទួយស្ថិរភាពនិងវិបុលភាពសម្រាប់ប្រទេសអាមេរិកនៅទាំងនៅអាមេរិកទាំងនៅឯក្រៅប្រទេសតាក់ទងនឹងរឿងអាមេរិកទាំងអស់សូមជូនពរលោកអ្នកស្រីឲ្យមានសូមជូនពរសពសាធុការដល់អ្នកស្រីហើយសូមឲ្យព្រះនឹងជួយបន់ស្រន់ឲ្យសហរដ្ឋអាមេរិកនឹងជួបតែសេចក្តីសុខអីចឹងបានន័យថាម៉េចបងប្អូនសារនេះអ្វីដែលជារឿងសំខាន់ប្រធានាធិបតីសហរដ្ឋអាមេរិកសរសេរសារទៅមន្ត្រីបកប្រឆាំងឬក៏រដ្ឋាភិបាលក្រៅប្រទេសតបទៅនឹងលិខិតរបស់គាត់ជាខ្លឹមសារគឺជាគុណតម្លៃមួយដែលសហរដ្ឋអាមេរិកជាប្រធានាធិបតីសរសេរសារទៅប្រជាពលរដ្ឋខ្មែរអាមេរិកម្នាក់
ដើម្បីសុំឲ្យមានអន្តរាគមន៍តើប្រធានាធិបតីអាមេរិកសប្តាហ៍នេះមិនមែនបំរើប្រជាពលរដ្ឋតែ350លាននៅអាមេរិកទេណាបំរើប្រជាពលរដ្ឋច្រើនណាស់នៅលើពិភពលោករាប់ពាន់លានណោះហើយយកគាត់មានពេលដើម្បីសរសេរលិខិតនេះមកលោកស្រីថិតកំហ៊ុនបានន័យថាវាជាកិត្តិយសថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរូបនេះណាដូច្នេះគាត់យកមកបង្ហាញផ្សាយហ្នឹងក៏វាជារឿងមួយដែលជាជោគជ័យព្រោះថាសម្លេងរបស់បងប្អូនផ្ញើទៅគេស្ដាប់អញ្ចឹងលោកស្រីក៏បានលើកទឹកចិត្តឲ្យបន្តសរសេរទៅលោកត្រាំឬក៏តំណាងរាស្ត្រអីទៀតទៅគាត់មានទម្រង់លិខិតអីអញ្ចឹងផងដើម្បីឲ្យលោកត្រាំផ្ញើមកប៉ុន្តែសួរថាតើបានលទ្ធផលអីអត់សំណួរមានពីរតើលិខិតនេះបានលទ្ធផលអីអត់តើយើងគួរបន្តធ្វើតទៅទៀតអត់ខ្ញុំថានេះគឺជាលទ្ធផលមួយគួរជាទីមោទនៈសម្រាប់ក្រមរដ្ឋាភិបាលក្រៅប្រទេសហើយក៏ជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកដែរគ្រាន់តែថាខ្លឹមសាររបស់លោកត្រាំនៅពេលនេះគឺគាត់និយាយអីក៏និយាយអំពីនយោបាយត្រូវឈ្នះឆ្នោតតទៅមុខទៀតសម្រាប់គណៈបកសាធារណរដ្ឋរបស់គាត់ដែរព្រោះគាត់និយាយពីរឿងធ្វើដើម្បីប្រយោជន៍អាមេរិកទាំងនៅក្នុងអាមេរិកទាំងនៅក្រៅប្រទេសជាការពិតហើយបើប្រទេសទាំងអស់នោះអាមេរិកជួយផ្សះផ្សាឲ្យមានសុខសន្តិភាពគឺច្បាស់ជាអាចនឹងដឹងគុណអាមេរិករកស៊ីរកអីជាមួយអាមេរិកក៏ល្អអឿនទៅទំនាក់ទំនងពាណិជ្ជកម្មអីហ្នឹងអាមេរិកចង់ទៅរកស៊ីនៅហ្នឹងគឺស្រួលហើយព្រោះអីប្រទេសហ្នឹងរីកចម្រើនមានប្រជាធិបតេយ្យមានអីទៅធ្លាប់ដឹងថាអាមេរិកជាអ្នកមានគុណមិនលែងអីសហការទៅចំណេញប្រយោជន៍ពាណិជ្ជកម្មកុំយកពន្ធផលិតផលអាមេរិកទៅលក់នៅប្រទេសហ្នឹងអីចឹងទៅអាហ្នឹងគឺជាប្រយោជន៍របស់អាមេរិកប្រយោជន៍សន្តិសុខពិភពលោកក៏អាមេរិកបានសេចក្តីស្ងប់ដែរបើប្រទេសត្រូវគ្នាច្រើនមិនឈឺក្បាលនឹងបញ្ជូនទ័ពទៅជួយបង្ក្រាបអីចឹងទៅប៉ុន្តែប្រទេសកម្ពុជាលោកមិនបាននិយាយជាក់លាក់ថាតើនឹងបញ្ចប់សង្គ្រាមចំនួនជាមួយថៃនិងខ្មែរនឹងឲ្យដាច់ណាត់ទេវាអត់មានថានឹងដោះស្រាយឈប់ឲ្យ F16 នឹងទម្លាក់គ្រាប់នៅខ្មែរក៏អត់នឹងថ្កោលទោសថៃអីក៏អត់ដែរគាត់និយាយថានឹងផ្សះផ្សាអញ្ចឹងទៅប៉ុន្តែជាការល្អហើយយើងបន្តសរសេរតទៅទៀតទៅគ្រាន់តែថានៃមួយទៀតគឺលោកត្រាំគាត់មានរដ្ឋបាលគាត់មានមន្ត្រីគាត់ច្រើនណាស់ដែលអានលិខិតរបស់បងប្អូនគ្រប់ទិសទីហើយបងប្អូនខ្មែរច្រើនណាស់មិនមែនតែអ្នកស្រីថិតកំហ៊ុនទេដែលបានទទួលលិខិតនេះគឺលិខិតផ្សេងទៀតដែលផ្ញើទៅគឺច្រើនបានទទួលជាហោហែដែរបានន័យថាគេយកចិត្តទុកដាក់សហគមន៍យើងគេមានក្រុមការងារគេយកចិត្តទុកដាក់ជាទូទៅដើម្បីកុំឲ្យថាផ្ញើទៅដូចទៅសុំភ្លើងយក្សដូច្នេះនេះគឺជារឿងគេហៅថាកិច្ចការសាធារណៈដ៏ប្រសើររបស់រដ្ឋបាលលោកត្រាំដែរអានលិខិតឆ្លើយតបអីចឹងបាទខ្ញុំជឿថាបន្តធ្វើទៀតទៅជាចុងក្រោយបងប្អូនគឺខ្ញុំមានដំណឹងពីខាងក្រសួងការងារតាក់ទងបងប្អូនពលករចំណាក់ស្រុកនៅឯប្រទេសថៃដែលវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញគឺបងប្អូនមានការលំបាកច្រើនណាស់ពួកអីពេលដាក់ពាក្យការងារអីហ្នឹងជួនកាលគេតម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណអីទៅហើយបងប្អូនទៅនៅថៃរាប់ឆ្នាំរាប់អីចឹងអត្តសញ្ញាណប័ណ្ណហ្នឹងអ្នកខ្លះមិនមានទេហើយដល់អត់មានចឹងទៅយកអាហ្នឹងជាលក្ខខណ្ឌចាំបាច់នៅក្នុងការបំពេញបែបបទសុំធ្វើការគឺអត់បានការងារវាធ្វើឲ្យមានការរាំងស្ទះចឹងពិបាកដល់ក្រសួងការងារខ្លួនឯងហ្នឹងអញ្ចឹងទៅបានថ្ងៃនេះឃើញក្រសួងការងារកម្ពុជាជាចេញលិខិតជូនដំណឹងមួយតាក់ទងនឹងការផាកពិន័យម្ដងគឺអ្នកណាក៏ដោយសហគ្រាសក្រុមហ៊ុនរោងចក្រដែលតម្រូវឲ្យអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ដាក់ធ្វើការហ្នឹងគឺថាហ៊ានតែតម្រូវបែបហ្នឹងគឺដាក់ពិន័យអញ្ចឹងក្រសួងការងារគេនិយាយចេះថាសូមក្រើនរំលឹកដល់ម្ចាស់ឬក៏នាយកសហគ្រាសក្រុមហ៊ុនរោងចក្រទាំងអស់ឲ្យបានជ្រាបថាក្រសួងនឹងចាត់វិធានការផាកពិន័យចំពោះម្ចាស់ឬក៏នាយកដ្ឋានឬក៏នាយកសហគ្រាសក្រុមហ៊ុនរោងចក្រដែលតម្រូវឲ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃដែលត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការទាមទារនេះគឺជាការអនុវត្តផ្ទុយនឹងខ្លឹមសារនៃសេចក្តីជូនដំណឹងដែលចុះនៅថ្ងៃទី11ខែសីហា2025ស្ដីអំពីការលើកលែងលក្ខខណ្ឌតម្រូវឲ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃគឺនេះគឺលើកលែងតែបងប្អូនមកពីប្រទេសថៃទេប្រហែលជាអ្នកដែលនៅក្នុងស្រុកដែលអត់មានមកពីប្រទេសថៃប្រហែលជានៅតែទាមទារឲ្យដាក់អត្តសញ្ញាណប័ណ្ណអីចឹងណាបងប្អូនព្រោះគាត់ដាក់លក្ខខណ្ឌចឹងដែរសម្រាប់តែពលករចំណាក់ស្រុកមកពីប្រទេសថៃវិញបើអត់មានឯកសារអីហ្នឹងកុំឲ្យយកអត្តសញ្ញាណប័ណ្ណថាជាឯកសារដែលត្រូវតែមានហើយអត់ឲ្យដាក់ពាក្យធ្វើការអញ្ចឹងក្រសួងនឹងពិន័យតែប៉ុណ្្នឹងឯងបងប្អូននេះគឺជាដំណឹងពីក្រសួងការងារនិងព័ត៌មានចុងក្រោយពីសហរដ្ឋអាមេរិកតាក់ទងនឹងជនជាតិអាមេរិកម្នាក់ឈ្មោះលោក Alex Honnold តោងឡើងអាគារកម្ពស់101ជាន់នៅតៃវ៉ាន់បានសម្រេចដោយដៃទៅទេខ្ញុំសរសើរដែរខ្ញុំឆ្ងល់ឥឡូវនេះគឺមានរឿងពីរដែលខ្ញុំថាឲ្យបងប្អូនសាទរផងបងប្អូនកុំសាទរផងរឿងពីរណាព្រោះអីរឿងឡើងអាគារកម្ពស់101ជាន់នៅតៃប៉េនៅតៃប៉េទីក្រុងមួយធំជា
រដ្ឋធានីរបស់ទីក្រុងតៃវ៉ាន់ប្រទេសតៃវ៉ាន់អាគារនេះ101ជាន់បងប្អូនហើយខ្យល់អាថ្ងៃម្សិលនោះក៏គាត់ទៅឡើងរកគ្រងឡើងម្ដងប៉ុន្តែឡើងអត់រួចដោយសារតែអាកាសធាតុហ្នឹងគឺវាខ្យល់ពេកឡើងអត់បានអញ្ចឹងថ្ងៃហ្នឹងគាត់ឡើងតតែបាន101ជាន់ឡើងដៃទៅទេអត់មានខ្សែពួរអត់មានស្អីចងអីទាំងអស់មានតែអាវយឺតពណ៌ក្រហមមួយហើយនឹងខោនឹងហើយនឹងអាស្អីប្រអប់ដាក់ស្អីកុំឲ្យវាសើមញើសដៃល្អិលហ្នឹងមកសៅអីបន្តិចណាឡើងទាំងខ្យល់ទៀត101ជាន់ហើយគាត់ឡើងតែ1ម៉ោង30នាទីជាងឯងបងប្អូនព្រោះអាកម្រងឡើងហ្នឹងគឺគាត់ថាឡើងឲ្យបានក្រោម2ម៉ោង8ឯកតកម្មឯណាកំណត់ហេតុពីមុនមកកំណត់ត្រាហើយថតផ្សាយផ្ទាល់តាម Netflix ទៀតវាអស្ចារ្យដែរលោក Hanol គាត់មានលោក Alex Hanol ហ្នឹងគាត់មានកូនកូន2នាក់គាត់អត់ឲ្យកូនគាត់ដឹងឯឡើងព្រោះអីគឺជាការស្លាប់រស់ហើយបងប្អូនអត់មានខ្សែចងអត់មានស្អីការពារសុវត្ថិភាពអត់មានអីទាំងអស់គឺថាបើធ្លាក់គឺចាប់វាក្តុកក្តួលហើយគេថតផ្សាយផ្ទាល់រហូតខ្ញុំថារឿងនេះណាវាបង្ហាញពីភាពអស្ចារ្យរបស់ជនជាតិអាមេរិកកាំងរូបនេះដែលឡើងលើអាគារកម្ពស់101ជាន់នៅឯទីក្រុងមួយនៅប្រទេសតៃវ៉ាន់នេះក៏ប៉ុន្តែពេលមួយជាមួយគ្នានឹងក៏បង្ហាញអំពីក្តីកង្វល់ពីផ្នែកសិលធម៌ដែរសិលធម៌នៃអ្នកគ្រប់គ្រងណាបងប្អូនយើងនៅពេលដែលយើងហៅអើគ្រប់គ្រងសរសើរថាគាត់អស្ចារ្យហ៊ានបែបនេះចុះបើគាត់របូតដៃតន្តិចមកគឺស្លាប់បាត់ទៅហើយតើវាមានន័យយ៉ាងដូចម្ដេចទៅបងប្អូនខ្ញុំថាគាត់មិនមែនជាលើកទី1ទេដែលគាត់ឡើងអាគារខ្ពស់នោះព្រោះអីគាត់នៅឧទ្យានជាតិនៅអាមេរិកកាលពីប្រហែលឆ្នាំមុនហ្នឹងក៏គាត់ធ្លាប់ទៅឡើងខ្ពស់បំបីអតកម្មអីចឹងដែលអត់មានខ្សែឡើងជញ្ជាំងភ្នំជញ្ជាំងថ្មដែលអត់មានស្អីចងខ្សែចងអីល្បេះដៃតន្តិចមកហើយល្បេះកុំថាឡើយដល់ទៅ101ជាន់បងប្អូនតែ10ជាន់តែ5ជាន់ក៏ស្លាប់ដែរហើយគាត់ឡើងរហូតដល់ទៅ101ជាន់ហើយបងប្អូននាំគ្នាតេះដៃអបអរសាទរទូរទស្សន៍អីថតផ្សាយអីផងខ្ញុំនិយាយទៅខ្ញុំមិនអេចអអីអញ្ចឹងទេររបអីផ្សេងទៅព្រោះអីបើមានប៉ារ៉ាឈូតឆាត់យោងមានអីពាក់អីចឹងទៅប៉ុន្តែបើពាក់វាទៅអត់អស់ចាអីណាក៏ធ្វើបានដែរមិនចឹងឯងព្រោះមានខ្សែវាអត់មានរំភើបញាប់ញ័រព្រួចអីណាប៉ុន្តែបងប្អូនកុំអីឯងតែយើងគ្រប់គ្រងគាត់ច្រើនពេកទៅដូចម្នាក់អីដែលលោតពីអាគារមួយទៅអាគារមួយធ្លាក់ស្លាប់បាត់ចឹងរឿងនេះខ្ញុំរំលឹកឡើងវិញណាបងប្អូនសិលធម៌ក៏យើងពិបាកដែរដូចយើងខ្មែរយើងចឹងបើអ្នកណាពៀលាបាត់ផ្សារអាវ៉ាសែប៉ោឡែតាមបណ្ដាញសង្គម Facebook កុំទះដៃយើងជួយរិះគន់ដើម្បីឲ្យគាត់រស់អានេះតែយើងសរសើរស្លាប់បងប្អូនសរសើរតែគាត់ក្លាហានចុះបើគាត់ល្បេះដៃព្រោះអានេះគឺជីវិតដូចទឹកលើស្លឹកឈូកអញ្ចឹងតែមកគឺខ្ទេចតែម្ដងគឺយើងកុំសរសើរឲ្យស្លាប់យើងបង្អាប់សុខចិត្តឲ្យគាត់រស់វិញអញ្ចឹងបងប្អូនណាគឺខ្មែរយើងក៏អញ្ចឹងដែរកុំសរសើរគេជេរម្រាយ report ឲ្យអស់អ្នកណាជេរបន្តិចណាឲ្យកុំមកថែមថយសុទ្ធតែអស់ចាបើគេជេរម្រាយប៉ះអ្នកដែលខ្លួនឯងមិនពេញចិត្តហ្នឹងគឺសុទ្ធតែសរសើរគេដល់ពេលគេជេរម្រាយប៉ះក្រុមខ្លួនឯងនោះនិយាយពីកកាយក្រៃជេរម្រាយកាយឪពុកគេថាមិនសមអីចឹងកុំយើងធ្វើឲ្យមានកណ្ដាលខ្លះទៅបងប្អូនភាពអសិលធម៌អគុណធម៌អត់មានសុជីវធម៌ហ្នឹងគឺយើងទៅជាអំពើស្អប់ខ្ពើមខ្លះទៅដើម្បីយើងស្ដារកិត្តិយសសេចក្តីថ្លៃថ្នូរជាតិខ្មែរយើងភោគផង់ណាស់បងប្អូនវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដូនតាការនិយាយស្ដីអសរសាស្ត្រអសរសិល្ប៍ខ្មែរល្អភោគផង់មិនអាចកាត់ថ្លៃបានទេបងប្អូនកុំធ្វើឲ្យវាប្រឡាក់ប្រឡោះឲ្យសោះយើងទាំងអស់គ្នាមានភារកិច្ចជួយស្ដារវាមកវិញហើយកុំទម្លាក់ហើយម្ដងទៀតកុំសួរថាតើអ្នកទាំងអស់នោះប្រព្រឹត្តអំពើផ្ដេសផ្ដាស់បាបផ្សារដោយសារតែអ្នកណាគឺដោយសារតែអស់លោកបងប្អូនទាំងអស់គ្នានឹងជា fans ហ្នឹងដែលនៅតែ share នៅតែ like នៅតែចែកគ្រប់ត្របើយើង block report យូរអស់ហើយធនបែបនេះគឺអស់លីងសូមជួយធ្វើគ្នាម្នាក់បន្តិចបងប្អូនណាកុំសួរថាជាតិយើងជួយយើងអីបានសួរថាយើងម្នាក់ជួយអីបានខ្លះដល់ការឲ្យជាតិនេះរស់បាទសូមអរគុណបងប្អូនខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណឹងយប់ជ្រៅណាស់ហើយបងប្អូននៅប្រទេសកម្ពុជាថ្ងៃនេះខ្ញុំអត់បញ្ញាបញ្ញាលដោយសារតែវាជាព្រឹកថ្ងៃអាទិត្យនៅនេះខ្ញុំអត់ធ្វើការតែយ៉ាងណារាត្រីសួស្តីបងប្អូននៅស្រុកខ្មែរអរុនសួស្តីបងប្អូននៅសហរដ្ឋអាមេរិកបាទសូមជម្រាបលា